មានប្រតិកម្មហើយចាប់ផ្ដើមផ្លាស់ប្ដូរពណ៌ភ្នែករបស់ហ៊ួនហ្គង់ពោពេញដោយភាពភ័យខ្លាចនៅពេលដឹងថាថ្នាំពុលកំពុងជ្រាបចូលក្នុងពាងសូរីវង្សសង្កៀតធ្មេញរបស់គាត់យ៉ាងតឹងហើយមិនយូរប៉ុន្មានគាត់ក៏ចាប់ផ្ដើមស្រែកធ្ងោដោយការឈឺចាប់ក្មេងប្រុសរបស់យើងចាប់ផ្ដើមស្រែកធ្ងោដោយការឈឺចាប់ដោយទឹកមុខព្រួយបារម្ភ Lady Huang បានសុំឲ្យសូរីវង្សគ្រប់គ្រងឡើងវិញវត្ថុរាវបានចាប់ផ្ដើមឆេះស្បែករបស់សូរីវង្សធ្វើឲ្យមុខរបស់គាត់ប្រែជាក្រហមគាត់មិនដឹងថាការឈឺចាប់បែបនេះទេវាហាក់ដូចជាស្បែករបស់គាត់ទាំងអស់កំពុងត្រូវបានដកចេញខណៈដែលរាងកាយទាំងមូលរបស់គាត់ឆេះគាត់ចង់ចាំថាគាត់ត្រូវបានគេប្រាប់ថាគាត់មិនត្រូវកម្រើកតតែសោះក្នុងអំឡុងពេលដ៏អស្ចារ្យបច្ចេកទេសទោះបីជាគាត់ចង់លោតចេញពីទីនោះយ៉ាងណាក៏ដោយគាត់ស្ទើរតែអាចទប់ខ្លួនបានពុះចាប់ផ្ដើមចេញពីមាត់ក្មេងប្រុសរបស់យើងសម្រាប់គាត់នេះគឺច្រើនពេកហើយពេលឃើញបែបនេះយូហានិងសัตว์ចប់មានការតក់ស្លុតលោកស្រីហួងដាក់ដៃក្បែរមាត់ហើយភ្នែករបស់គាត់ពោពេញទៅដោយក្តីបារម្ភគាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេឲ្យក៏ដ៏អស្ចារ្យនិងឲ្យក៏បានត្រឡប់មកវិញហើយពេលឃើញអ្វីដែលកំពុងកាត់ឡើងពួកគេមានការតក់ស្លុតពួកគេចាប់ផ្ដើមរត់ឆ្ពោះទៅរកក្មេងប្រុសរបស់យើងហងឃីងបានងាកមកហើយដោយទឹកមុខស្មោះត្រង់បានពន្យល់ដល់ឲ្យក៏ដ៏អស្ចារ្យថាសត្វក្អែបបានទម្លាក់ពីបន្តិចដោយចៃដន្យសូយងចាប់ផ្ដើមដួលសន្លប់ពេលអង្វរឲ្យជួយសង្គ្រោះឲ្យក៏ដ៏អស្ចារ្យបានចាប់សូយងហើយទ្រទ្រង់ដៃម្ខាងនៅក្រោមសិរសាព្យាយាមធ្វើឲ្យគាត់ស្ងប់ព្រឹទ្ធាចារ្យបានសួរក្មេងប្រុសរបស់យើងឲ្យប្រុងប្រយ័ត្នស្ងប់ស្ងាត់ចិត្តរបស់គាត់បន្ថយដង្ហើមរបស់គាត់ហើយសំខាន់បំផុតកុំបាត់បង់ស្មារតីក្មេងប្រុសរបស់យើងបើកមាត់របស់គាត់ហើយចាប់ផ្ដើមហូរឈាមគាត់លែងទ្រាំនឹងការឈឺចាប់ទៀតហើយមិនយូរប៉ុន្មានគាត់ក៏ទម្លាក់ដៃព្រោះគាត់លែងមានកម្លាំងការចាប់អារម្មណ៍របស់បុព្វបុរសបានផ្ដោតលើគាត់ហើយចិត្តរបស់គាត់ពោពេញទៅដោយការភ្ញាក់ផ្អើលមនុស្សគ្រប់គ្នាភ័យស្លន់ស្លោដោយមិនដឹងថាសូរីវង្សមិនអីទេភ្នែកក្មេងប្រុសរបស់យើងចាប់ផ្ដើមបិទបន្តិចម្ដងសូរីវង្សហាក់ដូចជានៅក្រោមទឹកគាត់បើកភ្នែកបន្តិចម្ដងហើយការចាប់អារម្មណ៍របស់គាត់ផ្ដោតលើញោវដែលកំពុងដេកនាងបានតាក់ទងជាមួយសូរីវង្សហើយថាំពោចម្លែកក៏ចាប់ផ្ដើមលេចចេញពីខ្លួនប្រាណរបស់នាងហើយចូលទៅក្មេងប្រុសរបស់យើងចាប់ផ្ដើមបើកភ្នែកពេលឃើញបែបនេះឡាឌីហួងមានអារម្មណ៍ធូរស្រាលហើយដោយទឹកមុខភ្ញាក់ផ្អើលបានប្រាប់ឲ្យក៏ដ៏អស្ចារ្យថាសូយងកំពុងដឹងខ្លួនវិញពេលសូយងបើកភ្នែកទាំងស្រុងហួងមិនអាចជួយអ្វីបានក្រៅពីយំហើយមានអារម្មណ៍ធូរស្រាលដែលឃើញថាគាត់មិនអីទេខណៈដែលម្យ៉ាងវិញទៀតជីតាបានចាប់ផ្ដើមដើម្បីបង្ហាញស្នាមញញឹមដល់សប្បុរសសូរីវង្សចាប់ផ្ដើមប៉ះក្បាលរបស់គាត់ហើយដឹងថាគាត់នៅកន្លែងដដែលដោយមានការព្រួយបារម្ភការបញ្ចេញមតិហែងសួរថាតើគាត់សុខសប្បាយជាទេបុព្វបុរសដ៏អស្ចារ្យបានពន្យល់ដល់ក្មេងប្រុសរបស់យើងថាជាសំណាងល្អគាត់បានណែនាំរបស់គាត់ជីខាងក្នុងដោយផ្ទាល់តាមរយៈចំណុចប៊ីហូរបស់គាត់ដូច្នេះគាត់បានគ្រប់គ្រងដើម្បីយកឈ្នះលើអ្វីដែលអាក្រក់បំផុតគាត់បានប្រាប់គាត់ថាមហាបច្ចេកទេសក៏បានបញ្ចប់ដោយសុវត្ថិភាពនិងជោគជ័យផងដែរហើយអ្វីត្បិតតែវាមិនមែនជាពីរបស់យូហាននៅទីបញ្ចប់ក៏ដោយប៉ុន្តែគាត់បានទទួលយកជំនួសវិញនៅពីរបស់សត្វក្នុងពោះសូរីវង្សដាក់ដៃលើក្បាលរបស់គាត់ហើយដកដង្ហើមធំដោយដឹងថាបន្ទាប់ពីទាំងអស់ Nova ចង់ឲ្យពុករបស់នាងរៀនសិល្បៈទាំងបានចងចាំថាអង្តែនរបស់ Nova ត្រូវបានប៉ះពាល់នឹងសារធាតុហែងហើយឲ្យក៏ដ៏អស្ចារ្យមានការភ្ញាក់ផ្អើលបន្តិចនាងបានពន្យល់ថានាងបានលាងអង្តែនរបស់ Nova ភ្លាមនាងបានធ្វើវាដោយក្តីបារម្ភដោយមិនដឹងថាតើសូយ៉ងនឹងរស់ឬស្លាប់ការចាប់អារម្មណ៍របស់សូយ៉ងកងត្រូវបានជួសជុលមកលើនាងហើយភ្នែករបស់គាត់បើកធំដោយក្តីបារម្ភនាងបានងាកទៅរកគាត់ក្រឡេកមើលទៅចំហៀងខណៈពេលដែលនាងខឹងក្មេងប្រុសរបស់យើងភ័យស្លន់ស្លោដោយដឹងថាក្រោយពីពិធីភ្ជាប់ពាក្យគាត់គួរតែទៅជួបហៃអ៊ីងដែលជាគូដណ្ដឹងរបស់គាត់ផ្ទុយទៅវិញគាត់បានរត់ដំបងទៅរកសត្វក្អែបសូយ៉ងគង់ក្បាលចាប់ផ្ដើមឈឺម្ដងទៀតដោយកត់សម្គាល់រឿងនេះហួងបានសួរថាតើការឈឺចាប់ត្រឡប់មកវិញឬអត់ភ្នែករបស់ក្មេងប្រុសរបស់យើងចាប់ផ្ដើមភ្លឺដោយភាពហ្មត់ចត់ព្រោះរឿងសំខាន់បំផុតសម្រាប់គាត់គឺចង់ដឹងថាតើ Nova មិនអីទេហឹងមានការតក់ស្លុតជាខ្លាំងព្រោះពួកគេមិនជឿថាគាត់បារម្ភពី Nova ជាងសុខុមាលភាពផ្ទាល់ខ្លួនបែបនេះទេបានកត់សម្គាល់ថាក្មេងប្រុសរបស់យើងមិនទាន់ដឹងខ្លួនទាំងស្រុងនៅឡើយទេឲ្យក៏ដ៏អស្ចារ្យសម្រាប់ចិត្តហើយគ្រូពេទ្យក្មេងប្រុសរបស់យើងបានដកដង្ហើមធូរស្រាលព្រោះចលនារបស់គាត់បានលឿនទីបំផុតបានបញ្ចប់នៅពេលដែលថ្នាំទាំងអស់នៅក្នុងពាងបានស្ងួតសូយ៉ងបានសួរក្មេងប្រុសរបស់យើងថាតើគាត់ពិតជាមិនអីទេដោយណែនាំថាប្រហែលជាពួកគេគួរតែពិនិត្យគាត់ឲ្យបានហ្មត់ចត់បន្តិចទៀតសូរីវង្សបានសន្យាថាគាត់មិនអីទេជាមួយនឹងក្រសែភ្នែកដ៏ស្ងប់ស្ងាត់ឲ្យក៏ដ៏អស្ចារ្យបានលើកឡើងថាក្នុងករណីណាក៏ដោយទោះគាត់សូរីវង្សនៅតែស្ដាប់ដោយចង់ឬមិនចង់គាត់បានចាប់ផ្ដើមមាគ៌ានៃក្បាច់គុណដ៏ទេវភាពទាំង5វិលត្រឡប់មកឲ្យក៏ដ៏អស្ចារ្យបានបង្ហាញថាស្រុកមានបច្ចេកទេសសិល្បៈក្បាច់គុណចំនួន5គឺពីស្ក្រញាំចង្គមពោះក្អែរបស់សត្វក្អែពោះដៃចាប់ជីវិតកន្ទុយខ្យាដំរីជើងលឿនជើងអណ្ដើកជញ្ជាំងនិងបាតដៃផ្ទុះរបស់កង្កែបគាត់ចាប់ផ្ដើមអង្អែលពុកចង្ការរបស់គាត់ហើយពន្យល់ថាបច្ចេកទេសនេះមួយជាកម្មសិទ្ធិរបស់ប្រភេទជាក់លាក់មួយគឺបច្ចេកទេសក្រញាំដៃបច្ចេកទេសជើងបច្ចេកទេសជំហានបច្ចេកទេសទូខ្លួននិងបច្ចេកទេសបាតដៃក្បាច់គុណនេះអនុញ្ញាតឲ្យមនុស្សម្នាក់ដើម្បីឈានទៅដល់អាណាចក្រមួយដែលមនុស្សម្នាក់ខ្លាចជាថ្នាំពុលហើយថ្នាំពុលខ្លាចជាខ្លួនឯងសម្រេចបាននូវឯកភាពពិតប្រាកដរវាងការខ្លាចជានឹងថ្នាំពុលភ្នែករបស់សូយ៉ងកងបានបើកធំដោយភាពរំភើបនិងរីករាយដោយឃើញទឹកមុខក្មេងប្រុសរបស់យើងព្រឹទ្ធាចារ្យដ៏អស្ចារ្យបានដឹង
ដែលគាត់ចូលចិត្តវាសូរីវងមកក្បាលទោះបីជាគាត់សារភាពថាមានការភ្ញាក់ផ្អើលក៏ដោយពួកគេមិនមែនជាសិល្បៈពលបច្ចេកទេសធ្វើឃាតដូចដែលគាត់បានរំពឹងទុកនោះទេឲ្យក៏ដ៏អស្ចារ្យបានដកដង្ហើមធំយោងតាមគាត់សូរីវងត្រូវបានយល់ឃើញក្នុងការកត់សម្គាល់វាព្រោះការពិតគឺថាសិល្បៈក្បាច់គុននេះមិនបានមកពីត្រកូលថេងរបស់គាត់ទេគាត់បានបិទភ្នែករបស់គាត់ហើយបានបង្ហាញថាសិល្បៈដ៏ទេវភាពដែលវិលត្រឡប់មកវិញនៅពីទាំង5និងបច្ចេកទេសបំពោលទាំង5នេះគឺជាសិល្បៈក្បាច់គុននៃនិកាយពីទាំង5ដែលត្រូវបានកំទេចចោលកាលពី200ឆ្នាំមុនកូនប្រុសទី2គ្រូសាដែលជាទេពកោសល្យនៃសម័យកាលរបស់គាត់និងកូនស្រីនៃម្ចាស់វាំងនៃព្រះបរមរាជវាំងសត្វព្រៃភាគខាងត្បូងបានធ្លាក់ក្នុងស្រឡាញ់ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីត្រកូលទាំងពីរក៏ដោយពួកគេបានរត់គេចខ្លួនហើយបានបង្កើតនិកាយពីទាំង5ពួកគេបានបង្កើតថ្មីមួយសិល្បៈក្បាច់គុនដោយរួមបញ្ចូលគ្នានៅកម្លាំងនៃសិល្បៈពលពីត្រកូលថេងជាមួយនឹងបច្ចេកទេសកណ្ដាប់ដៃសត្វពីសត្វវាំងទោះជាយ៉ាងណាក៏ដោយពួកគេបានយកសិល្បៈក្បាច់គុនដោយអាត្មានិយមដែលមិនគួរចាក់ចេញពីនិកាយជាធម្មតាពួកគេមិនអាចគេចផុតពីការបៀតបៀនពីត្រកូលទាំងពីរបានទេហើយប្រហែល100ឆ្នាំមុនត្រូវបានបំផ្លាញចោលទាំងស្រុងនៅក្នុងព្រៃយូណានដោយកងកម្លាំងទាំងពីរដែលបង្ហាញម្រាមដៃមួយបុកបុរសដ៏អស្ចារ្យបានលើកឡើងថាបន្ទាប់ពីនេះវាត្រូវបានព្រមព្រៀងគ្នាថាក្រុមទាំងសងខាងនឹងទាមទារបច្ចេកទេសសេនាធិការរៀងខ្លួនវិញហើយអ្វីដែលបានរកឃើញនៅពេលនោះគឺសារធាតុពលទាំង5ការវិលត្រឡប់មកវិញនៃសិល្បៈដ៏ទេវភាពនិងបច្ចេកទេសពីពលទាំង5ភ្នែករបស់គាត់ចាប់ផ្ដើមភ្លឺដោយភាពស្ងប់ស្ងាត់នៅពេលខ្លឹមសារនៃសិល្បៈក្បាច់គុនទាំងពីរត្រកូលមានការតាក់ទងគ្នាមានចំនួនជាច្រើនលើកម្មសិទ្ធិរបស់ខ្លួនប៉ុន្តែចាប់តាំងពីវាគឺជាចាំបាច់ត្រូវទទួលយកជាតិពលដើម្បីធ្វើជាម្ចាស់វានៅទីបញ្ចប់វាត្រូវបានប្រគល់ទៅឲ្យត្រកូលថេងរបស់គាត់វាត្រូវបានគេនិយាយថាមេនិកាយនៃនិកាយពុះពីទាំង5នៅពេលនោះអាចទប់ទល់នឹងការវាយប្រហាររួមគ្នាទាំងសត្វវាំងនឹងត្រកូលថេងរបស់គាត់ដូច្នេះដោយគ្មានការសង្ស័យទេវាគឺជាក្បាច់គុនដ៏អស្ចារ្យគាត់គិតថាវានឹងក្លាយជារចនាប័ទ្មដ៏ល្អឥតខ្ចោះសម្រាប់មនុស្សដូចគាត់ដែលមានទំនាក់ទំនងជាមួយនឹងថ្នាំពុលសូរីវងមានការភ្ញាក់ផ្អើលបន្តិចដែលដឹងថាសប្បាយចិត្តព្រោះដរាបណាគាត់បន្តការលះបង់នេះគាត់ត្រូវបានកំណត់ឲ្យសម្រេចបាននៅឲ្យក៏ដ៏អស្ចារ្យបានគិតអំពីរឿងនេះតាំងពីដើមមកក្មេងប្រុសរបស់យើងអរគុណគាត់ហើយសន្យាថានឹងហ្វឹកហាត់យ៉ាងឧស្សាហ៍ឲ្យក៏ដ៏អស្ចារ្យដៃឆ្ងល់ថាតើជំហានដំបូងរបស់គាត់នៅក្នុងសិល្បៈដ៏ទេវភាពដែលត្រឡប់មកវិញនៃជាតិពលទាំង5សូរីវងបានចាក់ចេញពីសារជាតិពលហើយចាប់ផ្ដើមលាតនៅពេលនោះសត្វកណ្ដៀរតូចមួយបានចាប់ផ្ដើមរត់មករកក្មេងប្រុសរបស់យើងការចាប់អារម្មណ៍របស់គាត់ភ្នែករបស់គាត់បើកធំដោយការភ្ញាក់ផ្អើលនោះគឺណូវ៉ានាងមិនអាចជួយអ្វីបានក្រៅពីយំដោយអំណរនៅពេលឃើញថាគាត់មិនអីទេសូរីវងដឹងថានាងបានរងចាំគាត់នៅទីនោះគ្រប់ពេលគាត់ចាប់ផ្ដើមបង្ហាញសាច់ដុំដៃរបស់គាត់ហើយញឹមគាត់ដឹងថានាងប្រកាសជាមានអារម្មណ៍ពិបាកចិត្តគាត់ធានាប្រាប់នាងថានាងមិនគួរខូចចិត្តទេព្រោះរឿងនេះមិនមែនជាកំហុសរបស់នាងទេហើយដើម្បីបញ្ជាក់គាត់បានបង្ហាញនាងថាម៉ាក់បានធូរស្បើយហើយញោវ៉ាឡូតចូលទៅខាងក្នុងក្មេងប្រុសរបស់យើងសម្លៀកបំពាក់ហើយចាប់ផ្ដើមលេងគាត់គិតថាប្រហែលជានាងមានអារម្មណ៍ថាមានបន្លាបន្តិចបន្តួចព្រោះមិនទាន់មានពេលច្រើនបានកន្លងផុតទៅចាប់តាំងពីនាងបានរលាស់ស្បែកគាត់ពិតជាចង់ឲ្យនាងឡើងលើសម្លៀកបំពាក់របស់គាត់ជាជាងឡើងលើស្បែកទេរបស់គាត់នាងចាប់ផ្ដើមសង្កេតមើលក្មេងប្រុសរបស់យើងយ៉ាងយកចិត្តទុកដាក់ហើយនៅពេលដែលបានកត់សម្គាល់បែបនេះសូរីវងមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចនាងបានចេញពីសូរីយ៉ងកង់សម្លៀកបំពាក់ហើយចាប់ផ្ដើមរត់តាមដៃរបស់គាត់ភ្នែករបស់ក្មេងប្រុសយើងបើកធំដោយភ័យខ្លាចឆ្ងល់ថាអ្វីដែលគាត់កំពុងគិតយោងតាមគាត់នេះមិនអាចទៅរួចទេវាប្រកាសជាគ្រាន់តែជាការចៃដន្យឲ្យប៉ុណ្ណោះគាត់បានប្រាប់ខ្លួនឯងថារឿងទាំងនេះជួនកាលកើតឡើងនៅពេលអ្នកចិញ្ចឹមសត្វចិញ្ចឹមមួយរយៈសូយ៉ុងចាប់ផ្ដើមគិតដោយដឹងថាគាត់ជាមនុស្សល្ងងអស់សង្ឃឹមគ្មានផ្លូវដែលណូវ៉ាដែលជាសត្វពីរសាមញ្ញអាចធ្វើបែបនេះបានទេភ្នែករបស់ណូវ៉ាចាប់ផ្ដើមភ្លឺដោយកំហឹងនាងខឹងនឹងសូរីវងក្មេងប្រុសរបស់យើងភ័យស្លន់ស្លោមិនដឹងថាមានអ្វីកើតឡើងទេភ្នែករបស់គាត់ពេញទៅដោយការភ្ញាក់ផ្អើលគាត់មិនបាននិយាយអ្វីទេហើយនៅក្នុងគំនិតរបស់គាត់បានសុំឲ្យនាងឡើងលើក្បាលរបស់គាត់ណូវ៉ាបានស្ដាប់បង្គាប់ហើយឡើងទៅសូរីវងបានលាក់ខ្លួននៅពីក្រោយដើមឈើមួយហើយសុំឲ្យនាងព្យាយាមរកគាត់នាងបានធ្វើវាដោយមិនមានការលំបាកច្រើនសូរីវងភ័យស្លន់ស្លោចាប់តាំងពីរឿងនេះមិនបានកើតឡើងតែម្ដងទេតែ3ដងជាប់គ្នាណូវ៉ាដកដង្ហើមធំហើយចាប់ផ្ដើមបង្ហាញទំនុកចិត្តវាហាក់ដូចជាបេះដូងរបស់នាងនិងសូរីយ៉ងកង់ត្រូវបានភ្ជាប់គ្នាដោយថាមពលចម្លែកសូរីវងស្ថិតក្នុងការតក់ស្លុតដោយមិនដឹងថាមានអ្វីកើតឡើងខណៈពេលដែលសត្វក្អែកទាំងពីរកំពុងលេង Lady Hing ដែលមានការព្រួយបារម្ភបន្តិចអំពីណូវ៉ាបានចាប់ផ្ដើមរកមើលនាងដោយមិនដឹងថានាងនៅឯណានាងបានចូលទៅជិតសត្វក្អែកហើយសួរពួកគេថាតើពួកគេដឹងកន្លែងដែលណូវ៉ាបានទៅដោយពន្យល់ថាចាប់តាំងពីនាងស្រក់ស្បែកមកនាងបានដើរច្រើនណាស់ដែលពិបាកក្នុងការរកនាងសូរីវងដែលកំពុងដកដង្ហើមធ្លាក់ខ្យល់និងដឹកណូវ៉ានៅលើខ្នងរបស់គាត់ចាប់ផ្ដើមរត់ទៅរកហួញភ្នែករបស់គាត់ពេញទៅដោយការភ្ញាក់ផ្អើលក្មេងប្រុសរបស់យើងដាក់ដៃលើជង្គង់របស់គាត់ដើម្បីដកដង្ហើមហួងសួរថាតើសូរីវងមិនអីទេប៉ុន្តែភ្លាមបន្ទាប់មកស្ដីបន្ទោសណូវ៉ានាងរំយោបនាងថានាងបានប្រាប់នាងកុំឲ្យទៅឆ្ងាយដោយសារតែការព្រួយបារម្ភដែលវាបណ្ដាលឲ្យនាងនឹងបានទូចថានាងត្រូវតែប្រាប់ម្ដាយរបស់នាងមុនពេលទៅកន្លែងណាមួយដោយក្រសែភ្នែកភ្ញាក់ផ្អើលសូរីវងបានចាប់ផ្ដើមបង្ហាញណូវ៉ាដោយបង្ហាញថានេះភ្នែករបស់វេងកង់ពោពេញទៅដោយភាពស្ងប់ស្ងាត់នៅពេលដែលនាងចងចាំថាណូវ៉ាតែងតែយល់ពីការនិយាយ
គ្មានអ្វីថ្មីទេ Sorry Wong មិនអាចជួយអ្វីបានក្រៅពីបែកញើសនិងមានអារម្មណ៍ច្របូកច្របល់បន្តិចគាត់ភ័យស្លន់ស្លោហើយពន្យល់ថានាងយល់ពីគាត់សំបីតែពេលគាត់កំពុងគិតតែម្នាក់ឯងធ្វើឲ្យហេងភ្ញាក់ផ្អើលបន្តិចដោយដឹក Nova នៅលើខ្នង Sorry Wong សម្រេចចិត្តទៅជួបឲ្យកដ៏អស្ចារ្យដើម្បីរកមើលអ្វីដែលកំពុងកើតឡើងដោយក្រសែភ្នែកព្រួយបារម្ភហួងបានស្នើឲ្យពួកគេទៅជាមួយគ្នាវាជាពេលថ្ងៃហើយប៉ុន្មាននាទីក្រោយមកពួកគេបានមកដល់សាលឲ្យកក្មេងប្រុសរបស់យើងបានទុក Nova នៅលើតុហើយសុំឲ្យពួកគេមើលគាត់បានពន្យល់ថា Nova យល់ពីគាត់បានយ៉ាងល្អផងដែរនៅពេលដែលគាត់និយាយនៅក្នុងចិត្តរបស់គាត់ដោយសារតែកុមារផ្សេងទៀតមិនអាចធ្វើបែបនេះបានគាត់បានស្នើថាត្រូវបានជួសជុលលើនាងដោយទឹកមុខយ៉ាងប្រហែលជាវាបណ្ដាលមកពីឥទ្ធិពលនៃសិល្បៈដ៏អស្ចារ្យបុព្វប្រវត្តិសាស្ត្រនៃត្រកូលថងមនុស្សជាង 2-3 នាក់បានទទួលយកសារធាតុពុលនៃសត្វខាងវិញ្ញាណប្រសិនបើរូបីសមត្ថភាពដូចជានេះត្រូវបានរកឃើញគួរតែមានកំណត់ត្រាប៉ុន្តែគាត់មិនដែលបានឃើញឬអំពីពួកគេទេភ្នែករបស់ Soryong-gong បានបើកធំដោយចង់ដឹងចង់ឃើញជាមួយនឹងទឹកមុខស្ងប់ស្ងាត់ហេងយឹងសួរថាតើអ្វីដែលអាចជាមូលហេតុបុព្វបុរសដ៏អស្ចារ្យបានចាប់ផ្ដើមគិតគាត់បានសន្និដ្ឋានថានេះគឺដោយសារតែពីទាំង5យ៉ាងពិតប្រាកដសិល្បៈដ៏ទេវភាពត្រឡប់មកវិញឲ្យក៏បានរំខានគំនិតរបស់គាត់ហើយបានបញ្ជាក់ថាសិល្បៈដ៏អស្ចារ្យត្រូវបានបង្កើតឡើងដើម្បីស្រូបយកពុលហើយ Sorry Wong គឺជាមនុស្សតែម្នាក់គត់ដែលបានស្រូបយកជាតិពុលនៃសត្វខាងវិញ្ញាណដោយប្រើពីទាំង5សិល្បៈដ៏ទេវភាពត្រឡប់មកវិញឲ្យក៏ដ៏អស្ចារ្យបានចេញពីសភាពស្រវឹងរបស់គាត់ហើយមិនអាចមូលហេតុដែលរឿងនេះកំពុងកើតឡើងអាចជាឥទ្ធិពលនៃវិមានសត្វតិរច្ឆានភាគខាងត្បូងព្រោះពួកគេប្រព្រឹត្តចំពោះសត្វតិរច្ឆានដូចជាអវយវៈរបស់ខ្លួនឯងគាត់បានសន្និដ្ឋានថាអាថ៌កំបាំងរបស់ពួកគេអាចនឹងត្រូវបានបង្កប់នៅក្នុងសិល្បៈដ៏ទេវភាពដែលត្រឡប់មកវិញនៃពីទាំង5ឲ្យកោចាប់ផ្ដើមអង្អែលពុកចង្ការរបស់គាត់យោងតាមគាត់វាមិនអាចទៅរួចទេក្នុងការរកមូលហេតុដែលរឿងនេះកើតឡើងនោះទេកំពុងកើតឡើងភ្នែករបស់ Soryong-gong ស្ពោពេញដោយភាពច្របូកច្របល់គាត់មិនដឹងថាហេតុអ្វីបានជាបុព្វបុរសដ៏អស្ចារ្យបានពន្យល់ថាគ្មានហេតុផលសម្រាប់ពួកគេក្នុងការបង្ហាញអាថ៌កំបាំងដ៏មានតម្លៃបំផុតរបស់ពួកគេទេគាត់បានបន្ថែមថាប្រសិនបើពួកគេរកឃើញថាពួកគេបានធ្វើជាម្ចាស់នៃក្បាច់គុណមួយសិល្បៈដែលរងផលប៉ះពាល់ដោយឥទ្ធិពលនោះវានឹងមិនអាចទីទុកជាមុនបានថាពួកគេនឹងមានប្រតិកម្មបែបណានោះទេហែងមានអារម្មណ៍ព្រួយបារម្ភខ្លះមិនមែនដោយដឹងថាមានវិធីដើម្បីជៀសវាងបញ្ហានេះឬអត់ព្រឹទ្ធាចារ្យដ៏អស្ចារ្យបានបិទភ្នែករបស់គាត់ហើយចាប់ផ្ដើមគិតឈានដល់ការសន្និដ្ឋានថាវាមិនងាយស្រួលទេលុះត្រាតែពួកគេជំពាក់គុណពួកគេយ៉ាងធំមួយរយៈក្រោយមក Sorry Wong បានចេញពីសាលព្រឹទ្ធាចារ្យគាត់មានការធ្លាក់ទឹកចិត្តព្រោះរឿងនេះពិតជាខកចិត្តបន្តិចគាត់ចាប់ផ្ដើមស្រមៃខ្លួនឯងជាមួយសត្វចិញ្ចឹមរបស់គាត់មានក្តីសង្ឃឹមក្នុងការប្រមូលផ្ដុំ Nova Myra Grace Now Ice Golden Haired Queen Bees និង Yor ដើម្បីបង្កើតអ្វីមួយស្រដៀងគ្នាទៅនឹងតន្ត្រីករ Bremertown ខណៈពេលដែលក្មេងប្រុសរបស់យើងកំពុងរំខាននរណាម្នាក់បានតាក់ទាញចំណាប់អារម្មណ៍របស់គាត់ធ្វើឲ្យគាត់ចង់ដឹងចង់ឃើញនៅពេលដែលគាត់ងាកមកគាត់បានឃើញមេបញ្ជាការយុបដែលបានស្វាគមន៍ Sorry Wong ដោយស្នាប់មានអារម្មណ៍ធូរស្រាលជាងមុនគូភ័យចាប់ផ្ដើមប៉ះក្បាលរបស់គាត់យោងតាមគាត់វាពិតជាសំណាងណាស់ដែលបានជួបគាត់នៅទីនោះគាត់ថាមានបញ្ហាតិចតួចជាមួយសួនសត្វពស់ចឹកហើយសួរថាតើគាត់ចង់អំដំណើរគាត់ដែរឬទេសូយ៉ុងមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចដែលឃើញថាមានបញ្ហាសូយ៉ុងចាប់ផ្ដើមគិតបានសម្រេចចិត្តថាគាត់គួរតែមើលថែបញ្ហានៅក្នុងសួនសត្វពស់ចឹកជាមុនសិនរួចសឹមគិតអំពីភាគខាងត្បូងវាំងសត្វសាហាវគាត់ដឹងថាគាត់ភ្លេចសួនច្បារនេះទាំងស្រុងចាប់តាំងពីគាត់បានទៅពិធីភ្ជាប់ពាក្យភ្លាមពេលគាត់ត្រឡប់មកវិញភ្នែករបស់គាត់ចាប់ផ្ដើមភ្លឺដោយភាពរីករាយហើយដោយស្នាមញញឹមគាត់បានសម្រេចចិត្តទៅរួមគ្នានៅពីក្រោយយីផេមាននរណាម្នាក់គាត់ក៏ចង់ប្រគល់មនុស្សនោះឲ្យ Sorry Wong ភ្នែក Soryong-gong បើកធំដោយចង់ដឹងនៅពីក្រោយយីបគឺយាងយ៉ាងដែលញឹមចាប់ផ្ដើមរត់មករកក្មេងប្រុសរបស់យើងដើម្បីឲ្យគាត់អប Sorry Wong ចាប់ដៃយាងយ៉ាងតូចហើយពួកគេចាប់ផ្ដើមដើរដោយកាយដើរតាមពីក្រោយក្មេងប្រុសរបស់យើងបានសម្រេចចិត្តនាំយាងយ៉ាងទៅសួនសត្វពស់ពីរព្រោះនាងនៅជាប់នឹងគាត់ហើយមិនព្រមលែងគាត់ក៏ងាកមកហើយសួរថាហេតុអ្វីបានជាយាងយ៉ាងនៅទីនេះគូភេចាប់ផ្ដើមញឹមហើយពន្យល់ថានាងនៅទីនោះដើម្បីព្យាបាលហើយនឹងស្នាក់នៅក្នុងត្រកូលភ្លឺដោយភាពរីករាយជាមួយនឹងស្នាមញញឹមនាងបានសួរទៅបងប្រុសរបស់នាងថាហេតុអ្វីគាត់មិនមកជួបនាងច្រើនថ្ងៃមកហើយដោយពន្យល់ថានេះជាមូលហេតុដែលនាងរងចាំគាត់នៅថ្ងៃនេះ Sorry Wong មានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចដែលគាត់សម្គាល់ថានាងបានបាត់បង់ធ្មេញខាងមុខរបស់នាងក្នុងពេលនេះក្មេងប្រុសរបស់យើងចាប់ផ្ដើមបង្ហាញស្នាមញញឹមដោយបង្ខំហើយសុំទោសទៅលោកយាយញីហ៊ីបានពន្យល់ថាគាត់គិតថានាងបានត្រឡប់ទៅវិញហើយសួរនាងថាតើនាងធុញទ្រាន់ណាស់តែម្នាក់ឯងនាងចាប់ផ្ដើមបង្ហាញកាបូបដែលធ្វើឲ្យច្បាស់ថានាងមិនធុញទ្រាន់ទេចាប់តាំងពីនាងបានលេងជាមួយ Clicky Sorry Wong ចង់ដឹងចង់ឃើញយូបក៏បានចូលមកចិត្តដើម្បីមើលថាតើកាបូបនោះមានអ្វីខ្លះទៅបែកមានសត្វល្អិតនីតិក្រដៅមួយក្បាលសត្វល្អិតនីតិក្រដៅដែលគេស្គាល់នៅភាគខាងលិចថាជាសត្វល្អិតចុចត្រូវបានកំណត់លក្ខណៈដោយសមត្ថភាពរបស់វាក្នុងការបង្កើតសម្លេងចុចនៅពេលក្រឡាប់លើខ្នងរបស់វាគឺជាសត្វល្អិតដែលចោះចូលទៅក្នុងដំឡូងបារាំងនិងដំឡូងជ្វាហើយបំផ្លាញញើសរុក្ខជាតិប៉ុន្តែសម្រាប់កុមារវាបានប្រែទៅជាសត្វល្អិតដែលធ្លាប់ស្គាល់និងគួរឲ្យស្រឡាញ់គូភេមានអារម្មណ៍ខ្លះដោយមានការភ័ន្តច្រឡំមិនដឹងថាជាសត្វល្អិតប៉ះទង្គិចឬអត់យ៉ងយ៉ាងបានធ្វើឲ្យច្បាស់ថាវាជាសត្វល្អិតដែលចុចមិនមែនជាសត្វល្អិតប៉ះទង្គិចនោះទេសត្វល្អិត Sorry Wong ចាប់ផ្ដើមនឹកឃើញកុមារភាពរបស់គាត់ក្នុងនាមជាក្មេងប្រុសម្នាក់គាត់បានហៅសត្វល្អិតទាំងនេះថាជាសត្វល្អិតចុចនេះជា
សត្វល្អិតដំបងដែលគាត់បានចិញ្ចឹមក្នុងជីវិតកាលពីអតីតកាលរបស់គាត់អាចចាត់ទុកវាជាសត្វកន្លែងដែលគាត់នៅថ្ងៃនេះគាត់អង្គុយនៅពីមុខនាងហើយដោយស្នាមញញឹមបានដឹងថាយីងយ៉ាងចូលចិត្តសត្វល្អិតនាងមកក្បាលបញ្ជាក់ថានាងចូលចិត្តពួកវាហើយនាងក៏ចូលចិត្ត Queen Bee និង Clicky ដែលភ្នែករបស់ Soryong-gong ចាប់ផ្ដើមភ្លឺដោយភាពរំភើបព្រោះនាងហាក់ដូចជាកំណែតូចមួយរបស់គាត់កាលពីគាត់នៅក្មេងហើយគាត់ឆ្ងល់ថាតើគាត់គួរឲ្យនាងទេប្រភេទនៃការបណ្ដុះបណ្ដាលខ្លះជាមួយសត្វពោលគាត់បានលើកយីងនៅក្នុងដៃរបស់គាត់ហើយដោយស្នាមញញឹមបានសួរនាងថាតើនាងចង់រៀនអំពីសត្វល្អិតជាមួយបងប្រុសរបស់នាងធានាថាសត្វល្អិតទាំងនោះពិតជាពិសេសនិងសប្បាយភ្នែករបស់យីងចាប់ផ្ដើមភ្លឺដោយអំណរហើយនាងមិនអាចជួយបានក្រៅពីញញឹមពួកគេចាប់ផ្ដើមជេរគ្នាក្នុងចំណោមខ្លួនឯងគូមានអារម្មណ៍ច្របូកច្របល់បន្តិចព្រោះគាត់មិនដឹងថាត្រូវនិយាយអ្វីទៅកាន់ឲ្យកោភីងពួកគេបានមកដល់សួនសត្វពស់មានពីការចាប់អារម្មណ៍របស់យីងត្រូវបានផ្ដោតទៅលើអណ្ដើកមួយ Soryong បានបើកទូមួយដែលមានពស់ឆ្នោតគាត់ងាកមកសួរគីបថាតើការបង្កាត់ពូជកណ្ដុរយ៉ាងម៉េចគីបបានលើកឡើងថានៅពេលនោះបន្ទាប់ពីសម្រាលកូនរួចម្ដងឬពីរដងទៀតនឹងលែងមានកង្វះខាតដោយប៉ាន់ប្រមាណថាក្នុងរយៈពេលប្រហែល2ខែទៀតចំនួនប្រជាជនប្រហែលជាលើសពី 1000 Soryong បានកត់សម្គាល់ឃើញថាការចិញ្ចឹមពស់វែកខ្លាត្រូវបានដោះស្រាយដូច្នេះគាត់ឆ្ងល់ថាតើមានអ្វីបន្ទាប់មកបញ្ហាយីងបានយកអណ្ដើកតូចមួយដែលនៅខាងក្នុងទ្រុងហើយចាប់ផ្ដើមលេងជាមួយវាកាប់ថេបានចាប់ផ្ដើមដើម្បីប៉ះក្បាលរបស់គាត់ដោយពន្យល់ថាចំនួនកណ្ដូបដែលពួកគេកំពុងចិញ្ចឹមជាអាហារមិនកើនឡើងតតែសោះហើយថាដោយសារតែរឿងនេះសត្វខ្លះកំពុងអត់ឃ្លានដោយក្រសែភ្នែកច្របូកច្របល់ Soryong បានដាក់ដៃនៅក្រោមចង្ការបស់គាត់ឆ្ងល់ប្រសិនបើពួកគេអាចនឹងស៊ីវាម្ដងទៀតដូចនៅក្នុងឧបត្តិហេតុជាមួយកូនកណ្ដុរចាប់តាំងពីសត្វកណ្ដូបមិនថាមានប៉ុន្មានទេមិនដែលមានគ្រប់គ្រាន់ទេបន្ទាប់ពីគិតអំពីបញ្ហានេះច្រើនដងគាត់បានសន្និដ្ឋានថាមានតែមធ្យោបាយតែមួយគត់គឺស្វែងរកប្រភពអាហារជំនួសនៅពេលនោះយីងយ៉ាងតូចបានចាប់ផ្ដើមយំបណ្ដាលឲ្យ Soryong និងគូពេភ័យស្លន់ស្លោគាត់បានព្យាយាមធ្វើឲ្យនាងស្ងប់ដោយសួរថាតើនាងមិនអីទេយីងបន្តយំដោយបង្ហាញថាមានក្លិនចម្លែកបន្សល់ទុក Soryong ហាក់ដូចជាងឿងឆ្ងល់នាងចាប់ផ្ដើមបង្ហាញដៃរបស់នាងខណៈពេលដែលមានក្លិនចម្លែកចេញពីវាជាមួយទឹកមុខញាប់អើ Soryong បានសួរយីងថាតើគាត់អាចមើលឃើញកាបូបសូត្ររបស់នាងបានទេ Soryong បានបើកកាបូបសូត្រដោយប្រើចង្កេះហើយភ្នែករបស់គាត់បើកធំដោយភ្ញាក់ផ្អើលពេលដឹងថាវាកើតឡើងដូចអ្វីដែលគាត់បានគិតមែននាងបានធ្វើរឿងដដែលកំហុសដែលគាត់បានធ្វើនៅពេលគាត់នៅក្មេងគាត់ដកដង្ហើមធំហើយសុំឲ្យនាងមើលឲ្យចិត្តព្រោះទាំងនេះមិនមែនជា Clicky ប៉ុន្តែអ្វីផ្សេងទៀតយីងយ៉ាងឈប់យំប្រើចង្កេះសូកយងយកសត្វល្អិតមួយទៀតចេញពីថង់សូត្រហើយគប់គាត់សម្គាល់ឃើញថាវាជាសត្វល្អិតផ្កាឈ្មោះសត្វល្អិតនេះគឺនៅពេលទៅដល់នៅពេលពេញវ័យវាបញ្ចេញក្លិនស្អុយយ៉ាងខ្លាំងនៅពេលប៉ះដោយសារសារធាតុដែលលាក់ដោយក្រពេញដែលមានក្លិនរបស់វាមើលទៅស្រដៀងទៅនឹងសត្វល្អិតខ្ចៅដែលជាមូលហេតុដែលការភ័ន្តច្រឡំនេះកើតឡើងម្ដងការដោយចង្អុលម្រាមដៃមួយ Soryong បានពន្យល់ថាសត្វល្អិតខ្ចៅបញ្ចេញសំឡេងចុចដោយពស់របស់វាប៉ុន្តែសត្វល្អិតដង្កូវនាងមិនបានធ្វើដូច្នេះទេដូច្នេះនាងលើកក្រោយកុំច្រឡំគេអីដោយក្រសែភ្នែកពេញដោយការតាំងចិត្តយីងយ៉ាងក្តាប់កណ្ដាប់ដៃហើយងក់ក្បាលដោយស្នាមញញឹមប្រកបដោយមោទនភាពSoryongបានប្រាប់យីងយ៉ាងថាទោះបីជាយ៉ាងណាក៏នាងបានធ្វើបានយ៉ាងល្អដែរព្រោះបងប្រុសរបស់នាងពិតជាត្រូវការមិត្តភក្តិទាំងនេះគូភ័យចាប់ផ្ដើមមានការភ័ន្តច្រឡំបន្តិចព្រោះគាត់មិនដឹងថាហេតុអ្វីបានជាគាត់ត្រូវការសត្វល្អិតស្អុយទាំងនោះដោយបង្ហាញកាបូបសូត្រភ្នែករបស់ Soryong ចាប់ផ្ដើមចែងចាំងដោយការតាំងចិត្តគាត់បានបង្ហាញថាពីពេលនោះមកពួកគេនឹងចិញ្ចឹមសត្វល្អិតដង្កូវនាងដែលយីងបានចាប់នៅក្នុងសួនសត្វពោលទោះបីជាវាមើលទៅហាក់ដូចជាមិនមានច្រើនក៏ដោយប៉ុន្តែសត្វល្អិតដង្កូវនាងទាំងនេះពិតជាអាហារដែលគេប្រើជាទូទៅបំផុតសម្រាប់សត្វល្អិតនិងសត្វចោក Soryong សប្បាយចិត្តដូចដែលវាជាពេលវេលាដ៏ល្អឥតខ្ចោះប្រសិនបើពួកគេជំនួសសត្វកណ្ដូបដោយដង្កូវនាងការផ្គត់ផ្គង់អាហារនឹងគ្រប់គ្រាន់ដោយស្នាមញញឹមគាត់បានលើកឡើងថាអរគុណចំពោះយីងពួកគេអាចមើលថែបញ្ហាភ្លាមបានគាត់បានសម្រេចចិត្តទៅកន្លែងបង្កាត់ពូជ Cricket ដើម្បីមើលថាតើមានបញ្ហាអ្វីដោយទឹកមុខរីករាយគីបបានងក់ក្បាលពួកគេបានទៅ Cricket កន្លែងបង្កាត់ពូជក្មេងប្រុសរបស់យើងដាក់ដៃក្រោមចង្ការបស់គាត់ហើយចាប់ផ្ដើមសង្កេតយ៉ាងប្រុងប្រយ័ត្នដោយគាត់សម្គាល់ថាកន្លែងបង្កាត់ពូជបរិស្ថានហាក់ដូចជាមិនមានបញ្ហាអ្វីទេគាត់បានបើកគម្របពីមួយហើយភ្នែករបស់គាត់បើកធំដោយភាពច្របូកច្របល់ពេលឃើញជើងកណ្ដូបដាច់ភ្នែករបស់គាត់ពោពេញដោយការភ័យខ្លាចពេលគាត់គិតថាកំពុងមានការស៊ីសាច់ឯងដោយសារតែហេតុផលនេះតួលេខមិនបានកើនឡើងដែលបណ្ដាលឲ្យយឹបនិងអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលគាត់ប្រកាសថាគាត់បានផ្ដល់អាហារគ្រប់គ្រាន់ដល់សត្វ Soryong បានងាកមករកគាត់ហើយដោយស្នាមញញឹមដ៏ស្ងប់ស្ងាត់បានបង្ហាញថាគាត់ផ្ទាល់មានជួបប្រទះបញ្ហាទោះបីជាអាហារ Soryong ចាប់ផ្ដើមគិតគាត់មិនដឹងច្រើនអំពីខកចិត្តបន្តិចគាត់គឺជា Febraher មិនមែនត្រឹមតែ Feber នោះទេដូច្នេះជាអកុសលគាត់មិនមានចំណេះដឹងសម្រាប់ការបង្កាត់ពូជសត្វល្អិតធម្មតាដែលគ្មានជាតិពោទ្រង់ទ្រីធំនោះទេគាត់ដឹងថានេះជាបញ្ហាធំព្រោះពួកគេមិនអាចរកឃើញដោយសារតែនៅពេលនោះបុរសម្នាក់របស់យីបបានចូលមករកពួកគេចាប់ផ្ដើមប៉ះក្បាលរបស់គាត់ហើយដោយស្នាមញញឹមភ័យបានលើកឡើងថាប្រសិនបើវាជាអ្នកដែលធ្លាប់ស្គាល់សត្វកណ្ដូបគាត់ទើបតែកើតឡើងដើម្បីស្គាល់មនុស្សដែលត្រឹមត្រូវគីភេកាន់តែមានចង់ដឹងចង់ឃើញនៅពេលឃើញហួញគាត់បានលាតដៃទៅរកគាត់ហើយពន្យល់ទៅ Soryong ថាក្រៅពីខ្លួនគាត់ហួញគឺជា Soryong ដែលជាអ្នកស្ម័គ្រចិត្តតែម្នាក់គត់នៅក្នុងផ្នែកពីស្ពូលមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចដែលបានឃើញថាគាត់មាន
ស្ម័គ្រចិត្តរឿងនេះហាក់ដូចជាគួរឲ្យទុកចិត្តចំពោះគាត់ជាមួយនឹងទឹកមុខភ័យ Hang-on និយាយដោយស្មោះត្រង់គាត់បានទៅសង្វៀនប្រយុទ្ធកីឡាដើម្បីកំសាន្តអារម្មណ៍ទោះបីជាគាត់បានបញ្ជាក់ថាគាត់មិនបានធ្វើវាញឹកញាប់នោះទេគ្រាន់តែគ្រប់គ្រាន់សម្រាប់ភេសជ្ជៈខ្លះក្មេងប្រុសរបស់យើងមានអារម្មណ៍ច្របូកច្របល់បន្តិចប៉ុន្តែ Hang-on បានពន្យល់ថាវាប្រយុទ្ធគ្នាទៅវិញទៅមកហើយការភ្នាល់ត្រូវបានដាក់ដោយសារតែសត្វកេដែលធំជាងនិងខ្លាំងជាងត្រូវបានជួញដូរក្នុងតម្លៃខ្ពស់ពួកគេជាធម្មតាត្រូវបានចិញ្ចឹមនៅក្នុងកន្លែងនៅក្នុងរូងភ្នំល្បែងមានអ្នកមើលថែសត្វកេនៅទីនោះកន្លែងណាមួយដែរពន្លឺស្ទើរតែមិនទៅដល់នរណាម្នាក់ចាប់ផ្ដើមថាប់កណ្ដូបនោះគឺជាស្ត្រីដែលមានសក់វែងនាងមានបង់រំពេញរាងកាយរបស់នាងហើយសក់រញ៉េញ៉ៃហាងបានឮថានាងដឹងអ្វីទាំងអស់អំពីកណ្ដូបរាត្រីបានធ្លាក់ចុះហើយផ្លូវនៃត្រកូលថេងបានភ្លឺឡើងដោយគុំក្រហមមនុស្សគ្រប់គ្នាបានចេញទៅសប្បាយស្ត្រីបានតុបតែងមុខហើយបុរសកំពុងផឹកមិនយូរប៉ុន្មានបន្ទាប់ពី Soriwang Gyup Lady Heng និង Hang-on មកដល់កន្លែងនោះពួកគេបានធ្វើដំណើរឆ្ពោះទៅកន្លែងលេងល្បែងស៊ីសងក្នុងរាជធានីដើម្បីជួបអ្នកមើលថែសត្វកីឡាដែល Hang-on បានប្រាប់ពួកគេអំពី Soriwang និង Gyup ពាក់ឈុតដ៏ប្រណិតក្មេងប្រុសរបស់យើងមានគិតថាពួកគេនឹងប្រើបច្ចេកទេសជើងស្រាលដោយជឿថាទីដៅរបស់ពួកគេនៅឆ្ងាយទោះយ៉ាងណាពួកគេត្រូវបានណែនាំឲ្យស្លៀកពាក់ឲ្យបានល្អនិងប្រើទេសព្រោះពួកគេកំពុងធ្វើដំណើរទៅកន្លែងលេងល្បែងខណៈពេលដែលគាត់មានការរំខានមាននរណាម្នាក់បានប្រាប់គាត់ថាពួកគេបានមកដល់កន្លែងលេងល្បែងនៅក្នុងរាជធានីរួចហើយដែលបណ្ដាលឲ្យគាត់ដឹងខ្លួនសន្លប់នៅពីមុខពួកគេគឺជាបុរសម្នាក់នៅក្បែរអង្គរៈសាច់ដុំពីរនាក់យីផេបានចូលទៅជិតលាតដៃរបស់គាត់ហើយបានប្រាប់បុរសនោះថាលោកជំទាវហួងជាកូនចៅផ្ទាល់របស់ត្រកូលតាំងនិងគូដណ្ដឹងរបស់គាត់ឈ្មោះសូអាយ៉ងនៅទីនោះដោយសុំឲ្យគាត់បង្ហាញផ្លូវដល់ពួកគេភ្នែករបស់បុរសនោះបើកធំដោយភ័យខ្លាចពេលឮថាជាកូនចៅផ្ទាល់របស់ត្រកូលតាំងគាត់និងកូនចៅរបស់គាត់បានស្វាគមន៍ពួកគេដោយការគោរពបុរសនោះបានណែនាំខ្លួនគាត់ជាម្ចាស់ហាងហ្វូនីកមាសផ្ទះល្បែងបានស្វាគមន៍ពួកគេហើយបានសម្ដែងនៅកិត្តិយសដ៏ធំធេងដែលការមកលេងរបស់ពួកគេបានឃើញអាកប្បកិរិយារបស់បុរសសូរីវ៉ាន់មិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ច្របូកច្របល់បន្តិចដោយស្នាមញញឹមហួងយ៉ាន់បានសួរម្ចាស់ថាតើពួកគេអាចមើលឃើញអ្នកប្រយុទ្ធកណ្ដូបម្ចាស់បានមកក្បាលដោយលើកឡើងថានៅថ្ងៃនេះការប្រយុទ្ធគ្នារវាងមេតបកណ្ដូបគឺកំពុងត្រូវបានគេចាប់ឃុំគាត់បានចាប់រូងភ្នំកំរើពូការចាប់អារម្មណ៍របស់ក្មេងប្រុសយើងត្រូវបានជួសជុលទៅលើអ្នកចម្បាំងដ៏រំភើបជាច្រើនអ្នកដែលឈរជុំវិញតោសមរភូមិរវាងកណ្ដូបពីរគឺហៀបនឹងចាប់ផ្ដើមហើយបុរសម្នាក់បានសម្រេចចិត្តភ្នាល់លុយរង្វាន់ទាំងអស់ដែលគាត់បានឈ្នះកាលពីលើកមុនសត្វកណ្ដូបចាប់ផ្ដើមសម្លឹងមើលគ្នាទៅវិញទៅមកហើយបន្ទាប់មកវាប្រហារខណៈពេលដែលសត្វទាំងពីរកំពុងប្រយុទ្ធគ្នាមនុស្សចាប់ផ្ដើមលើកទឹកចិត្តឲ្យមានការប្រយុទ្ធសូយ៉ងមានការភ្ញាក់ផ្អើលបន្តិចដែលឃើញថានេះជារូបរាងនៃការប្រយុទ្ធសត្វកណ្ដូបជាមួយនឹងស្នាមញឹមហងសួរថាតើវាមិនគួរឲ្យរំភើបទេដោយពន្យល់ថាអ្នកដែលងាកខ្នងដាក់អ្នកផ្សេងនឹងចាញ់សត្វកណ្ដូបមួយក្បាលបានខំយ៉ាងខ្លាំងទៅលើសត្វកណ្ដូបមួយទៀតនៅត្រង់ពោះបណ្ដាលឲ្យវាចាប់ផ្ដើមរត់គេចពីការប្រយុទ្ធម្ចាស់សត្វកណ្ដូបដែលឈ្នះមិនអាចជួយបានក្រៅពីញឹមនៅពេលដែលគាត់បានកត់សម្គាល់ឃើញថាការប្រយុទ្ធគ្នារវាងមេតបកណ្ដូបបានបញ្ចប់មិនយូរប៉ុន្មានបុរសជាច្រើនអ្នកបានចាប់ផ្ដើមបង្ហាញកាបូបលុយពេញ Hang-on បានបង្ហាញថាពួកគេក៏បានភ្លាមនោះដែរបានដេញថ្លៃ cricket ទូទៅដែលឈ្នះយោងតាមពាក្យចាមអារ៉ាមមួយអាចឈានដល់តម្លៃប្រហែល30រឿងនិទានប្រាក់សូរីវ៉ាន់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញលុយច្រើនម្លេះភ្នែករបស់គាត់ចាប់ផ្ដើមចែងចាំងដោយភាពរំភើបនិងដោយស្នាមញញឹមគាត់បានសម្រេចចិត្តថាគាត់អាចលះបង់ខ្លួនឯងដើម្បីលក់សត្វកណ្ដៀរនៅពេលក្រោយដោយទឹកមុខមើងម៉ាត់ Lady Heng បានហៅយើងការចាប់អារម្មណ៍របស់ក្មេងប្រុសប្រាប់គាត់ថាគាត់បានឃើញគ្រប់គ្រាន់ហើយដល់ពេលទៅជួបអ្នកមើលថែ2-3នាទីក្រោយមកពួកគេបានចាប់ផ្ដើមចុះជណ្ដើរខ្លះហើយម្ចាស់បានបើកទ្វារទៅបន្ទប់ក្រោមដីនៃកន្លែងនោះគាត់មិនអាចទេជឿថាពួកគេបានមកជួបអ្នកមើលថែសត្វកណ្ដូបគាត់បានពន្យល់ដោយប្រងើយកណ្ដៅថាតើទោះបីពេលខ្លះភ្ញៀវផ្សេងទៀតចង់ឃើញនាងនៅទីនោះគ្មានអ្វីពិសេសអំពីក្មេងស្រីនោះទេកិច្ចការតែមួយគត់របស់នាងគឺផ្ដល់ចំណីកណ្ដូបនឹងសម្អាតព្រោះពួកគេមិនខ្វល់ថាអ្នកណានឹងឈ្នះទេម្ចាស់បានចាប់ផ្ដើមចង្អុលទៅស្ត្រីនោះដោយម្រាមដៃរបស់គាត់ដោយបង្ហាញថានាងជាអ្នកមើលការខុសត្រូវគាត់បានបន្ថែមដោយមើលងាយថាក្មេងស្រីនោះគ្មានប្រយោជន៍ទេហើយដោយហេតុផលនេះគាត់បានទប់ការថែទាំរបស់សត្វកណ្ដូបទៅក្មេងប្រុសទីបំផុតគាត់បានត្អូញត្អែអំពីភាពក្រៀមក្រំដែលនាងអាចជាស្ត្រីនោះបែរខ្នងដាក់គាត់ហើយពេលគាត់សម្គាល់រឿងនេះម្ចាស់ចាប់ផ្ដើមស្រែកទាមទារឲ្យនាងក្រោកឡើងភ្លាមសូរីវ៉ាន់និងហួយគឺភ្ញៀវសំខាន់គាត់មិនជឿថានាងមិនបានស្វាគមន៍ពួកគេផងដោយទឹកមុខភ័យខ្លាចនាងបានក្រោកឈរឡើងហើយបានសុំទោសភ្នែករបស់សូរយ៉ងកងស្បានបើកធំដោយការភ្ញាក់ផ្អើលនិងការភ័ន្តច្រឡំនៅពេលសង្កេតមើលថែគឺជាស្ត្រីម្នាក់ភ្នែករបស់នាងភ្លឺដោយកំហឹងនាងចាប់ផ្ដើមសម្លឹងមើលពួកគេដោយស្ងៀមស្ងាត់សូរីវ៉ាន់នៅស្ងៀមចូលទៅជិតនាងលើកដៃរបស់គាត់ហើយដោយក្រសែភ្នែកដ៏ស្ងប់ស្ងាត់បានលើកឡើងថាពួកគេមកពីគ្រួសារសេឈួនថងហើយដែលពួកគេគ្រាន់តែមានសំណួរអំពីការថែទាំកណ្ដូបដោយសួរថាតើពួកគេអាចពិគ្រោះជាមួយនាងអំពីអ្វីមួយបានដែរឬទេនាងមកក្បាលបង្ហាញម្រាមដៃមួយក្មេងប្រុសរបស់យើងបានពន្យល់ថាកំពុងចិញ្ចឹមកណ្ដូបជាច្រើនកន្លែងតែពួកវាបន្តស៊ីគ្នាទៅវិញទៅមកគាត់ចង់ដឹងថាតើនាងដឹងពីមូលហេតុនៃរឿងនេះដែរឬទេគឺមកពីពួកគេចង់បានសាច់នាងគិតថាសូរីវ៉ាន់ប្រហែលជាឲ្យតែស្មៅដល់ពួកគេសត្វចង្រិតស៊ីទាំងរុក្ខជាតិនិងសត្វដូច្នេះវាចាំបាច់ណាស់ក្នុងការឲ្យសាច់ដល់ពួកគេដើម្បីកុំឲ្យមានការស៊ីសាច់គ្នាភ្នែករបស់សូរយ៉ងកងបានបើកគិតថារឿងនេះមិនដែលនឹកឃើញដល់គាត់សោះការស៊ីសាច់គ្នាគឺបណ្ដាលមកពីកង្វះប្រូតេអ៊ីនតែប៉ុណ្ណោះសាកសពស្ត្រី
បានចាប់ផ្ដើមបញ្ចេញនៅក្លិនដ៏ចម្លែកមួយ Sorry វងឆ្ងល់ថាតើនោះជាអ្វីដែលគេហៅថាជាអ្នកជំនាញពិតប្រាកដខាងកីឡាគ្រីគីតហើយដឹងថាគាត់ត្រូវតែជ្រើសរើសនាងភ្លាមដោយស្នាមញញឹមក្មេងប្រុសរបស់យើងបានងាកទៅរក Lady Huang ហើយនាងយល់ពីអ្វីដែលគាត់មានក្នុងចិត្តនាងបានយកកាបូបមួយចេញលាតដៃសួរម្ចាស់ថាតើនាងអាចទិញស្ត្រីនោះបានទេម្ចាស់ហាក់ដូចជាមានការភ័ន្តច្រឡំខណៈពេលដែលគាត់មិនយល់ថាហេតុអ្វីបានជាពួកគេចង់ទិញក្មេងស្រីនោះដោយស្នាមញញឹមក្រអឺតក្រទុំគាត់បានទេក្នុងនាងដោយនិយាយថាពួកគេអាចយកនាងបានភ្លាមទោះយ៉ាងណាក៏ដោយស្ត្រីនោះបានចូលទៅជិត Lady Huang បានវាយនាងដោយដៃរបស់នាងដែលធ្វើឲ្យកាក់មាសហោះឡើងលើអាកាសធ្វើឲ្យ Sorry Wong និងអ្នកផ្សេងទៀតភ្ញាក់ផ្អើលដោយទឹកមុខពេញដោយកំហឹងម្ចាស់បានចាប់សក់របស់នាងទាមទារចង់ដឹងថានាងហ៊ានយ៉ាងម៉េចហើយបើនាងដឹងថាពួកគេជានរណាគាត់ក៏ចាប់ផ្ដើមវាយក្មេងស្រីនោះដោយសុំឲ្យនាងទៅជាមួយពួកគេប៉ុន្តែនាងស្រែកថានាងមិនចង់ធ្វើវាទេ Sorry Wong ភ័យស្លន់ស្លោហើយប្រាប់ម្ចាស់ឲ្យឈប់ដោយមានចិត្តស្មោះត្រង់អ្នកស្រីហ៊ុនសន្យានឹងនាងថាពួកគេនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរសហើយថែមទាំងនាំក្រុមគ្រួសារបើនាងប្រាថ្នាទោះបីជានាងបដិសេធម្ដងទៀតដោយនិយាយថាមិនចង់ទៅជាមួយម្ចាស់ក៏កាន់តែខ្លាំងខឹងសម្បាហើយសួរថាតើគាត់នឹងត្រូវប្រើហិង្សាជាមួយនាងម្ដងទៀតគូភេចាប់ផ្ដើមសង្កេតដោយស្ងៀមស្ងាត់ដោយមិនបាននិយាយមួយម៉ាត់សូរិយាបានសុំម្ចាស់ផ្ទះឲ្យស្ងប់សិនរួចដោយទឹកមុខឆ្ងល់សួរមានបំណុលឬប្រសិនបើនាងកំពុងធ្វើការនៅកន្លែងអ្នកផ្សេងម្ចាស់បាននិយាយថាមិនពិតប្រាកដទេបន្ទាប់មកបានបង្ហាញថាកាលពី5ឆ្នាំមុននាងបានផ្ដល់ជូនធ្វើការឲ្យគាត់ដោយឥតគិតថ្លៃហើយគាត់បានទទួលនាងចូលទោះយ៉ាងណានាងមិនពូកែខាងចូលរួមអតិថិជនទេដូច្នេះគាត់គ្រាន់តែចាត់តាំងឲ្យនាងនៅកិច្ចការតូចតាចដោយនិយាយថានាងគ្រាន់តែជាមាត់មួយទៀតដែលត្រូវចិញ្ចឹមក្មេងប្រុសរបស់យើងបានលែងដកដង្ហើមធំព្រោះគាត់មិនដឹងថាហេតុអ្វីបានជានាងមិនចង់ចាក់ចេញជាមួយពួកគេយប់ដាក់ដៃគិតបន្ទាប់មកគាត់បានបង្ហាញថាក្មេងស្រីនោះនឹកឃើញដល់ខ្លួនគាត់ពីមុនពេលគាត់ស្ថិតនៅក្រោមការការពាររបស់គ្រូសាថែងភ្នែករបស់ Sorry Wong ពោពេញដោយភាពច្របូកច្របល់និងការភ្ញាក់ផ្អើលយីភេបានសួរម្ចាស់ថាតើពួកគេអាចយកនាងទៅជាមួយបានដែរឬទេត្រឹមតែមួយថ្ងៃមួយពន្យល់ថានាងនឹងចិញ្ចឹមនាងហើយព្យាយាមបញ្ចុះបញ្ចូលនាងម្ចាស់មិនអាចជួយញឹមបានទេហើយបានផ្ដល់ឲ្យពួកគេការអនុញ្ញាតឲ្យធ្វើអ្វីដែលពួកគេចង់បានដោយទឹកមុខមេត្តាគូពីសួរក្មេងស្រីនោះថាតើនាងគិតយ៉ាងណាដែរចំពោះការចេញទៅទទួលខ្យល់អាកាសបរិសុទ្ធជាមួយពួកគេនាងចាប់ផ្ដើមសម្លឹងមើលដីរួចងក់ក្បាលដោយកត់សម្គាល់រឿងនេះគូពីបានសន្យាថានឹងត្រឡប់មកយកនាងនៅថ្ងៃបន្ទាប់សូរងដកដង្ហើមធំហើយលោកស្រីហៀងចាប់ផ្ដើមញឹមមួយសន្ទុះក្រោយមកពួកគេបាននាំស្ត្រីនោះទៅផ្ទះសំណាក់គ្រួសារតាំងក្នុងរាជធានីហើយផ្ដល់អាហារដល់នាងសូរងមានការភ្ញាក់ផ្អើលបន្តិចព្រោះគាត់មិនដឹងថាគ្រួសារតាំងមានអគារនៅក្នុងរាជធានីនោះទេគូភីបានលើកឡើងថាកន្លែងនេះគឺដូចជាសាខានៃគ្រួសារសេឈួនថេងក្នុងរាជធានីទី2គឺអស្ថាន8ដៃនិង5ភោជនីយដ្ឋានក្នុងច្រកនេះសុទ្ធតែជារបស់គ្រួសារថេងគាត់បានបន្ថែមថាក្រោយមកគាត់នឹងបង្ហាញគាត់ពីក្រុមហ៊ុនពាណិជ្ជកម្មនឹងទីភ្នាក់ងារអំដំណើរក្រុមហ៊ុនពាណិជ្ជកម្មគឺជាអង្គការដែលបង្កើតឡើងដោយឈ្មួញខណៈដែលទីភ្នាក់ងារអំដំណើរគឺជាអាជីវកម្មមួយឧទាហរណ៍ដល់ការដឹកជញ្ជូនទំនិញដោយគិតថ្លៃ Soryangong កម្មធ្លាក់ចុះដោយការភ្ញាក់ផ្អើលនៅពេលដឹងថាផ្លូវទាំងមូលជាកម្មសិទ្ធិរបស់គ្រួសារថេងជីតានិងឪពុកក្មេករបស់គាត់គ្រាន់តែហាត់ក្បាច់គុនពេញមួយថ្ងៃដូច្នេះគាត់តែងតែឆ្ងល់ពីរបៀបដែលគ្រួសារអាចរស់រានមានជីវិតបានពិតណាស់គាត់មិនបានរំពឹងរឿងនេះទេដោយទឹកមុខចង់ដឹងចង់ឃើញយប់បានសួរថាស្ត្រីប្រសិនបើនាងអាចប្រាប់ពួកគេឥឡូវនេះថាហេតុអ្វីបានជានាងមិនចង់ចាក់ចេញដោយធានានាងថានាងមានបញ្ហាពួកគេអាចជួយបាន Sorry Wong របស់នាងចាប់ផ្ដើមខ្សឹបប្រាប់ហើយប្រាប់ Lady Heng ថាស្ត្រីនោះនៅតែមិននិយាយអ្វី Lady Heng បានលើកឡើងថានាងក៏មិនប៉ះអាហារឬតែដៃ Gipe បានកត់សម្គាល់ថានាងហាក់ដូចជាកាន់គំនុំមួយចំនួនប្រឆាំងនឹងនរណាម្នាក់គាត់បានប្រាប់នាងថាកុំបារម្ភហើយប្រាប់ពួកគេអំពីវាដោយរំលឹកនាងថានេះគឺជាគ្រួសារសេឈួនថេងនេះស្ត្រីនោះដាក់ដៃលើតូហើយក្រោកឈរឡើងបន្ទាប់មកនាងបានអន់មុខចំពោះក្មេងប្រុសរបស់យើងដោយទុកគាត់ឲ្យមានការតក់ស្លុតនាងបានណែនាំខ្លួននាងថាសង់មកពីភូមិសង់ដែលជាកន្លែងមិនឆ្ងាយប៉ុន្មានទេ Lady Huang មានការភ្ញាក់ផ្អើលដែលបានឃើញស្ត្រីនោះទីបំផុតបាននិយាយដោយទឹកមុខស្ងប់ស្ងាត់ក្មេងប្រុសរបស់យើងសួរថាតើមានហេតុផលអ្វីដែលនាងមិនចង់ចាក់ចេញពីផ្ទះល្បែងស្ត្រីនោះចាប់ផ្ដើមក្រោកឈរឡើងហើយបន្ទាប់មកដុសសក់ដែលគ្រប់មុខរបស់នាងបណ្ដាលឲ្យ Soryangong និងអ្នកផ្សេងទៀតបើកភ្នែកធំដោយភ្ញាក់ផ្អើលស្ត្រីនោះមានមុខមាត់ស្អាតប៉ុន្តែក៏មានស្នាមអុចខ្មៅផងដែរ Sorry Wong មិនអាចជំនួយពេលចូលទៅក្នុងការតក់ស្លុតខណៈពេលនៅចំហៀងខ្លួនគូពេលឆ្ងល់ថាតើនរណាម្នាក់អាចដុតមុខស្ត្រីបែបនេះបានយ៉ាងដូចម្តេចនាងសម្រេចចិត្តប្រាប់ការពិតដោយប្រកាសថានាងត្រូវសងសឹកទោះត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយនាងខំថ្មីងរបស់នាងយ៉ាងណែនហើយខណៈពេលទឹកភ្នែកនៃភាពសោកសៅនិងកំហឹងកំពុងហូរចេញពីភ្នែករបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថានាងនឹងមិនចាក់ចេញឡើយកន្លែងនោះក្រោមកាលៈទេសៈណាមួយរហូតដល់ការអាក់អន់ចិត្តរបស់នាងត្រូវបានដោះស្រាយសងនិកបានសម្រេចចិត្តប្រាប់ពីអតីតកាលរបស់នាងរឿងរបស់នាងមានតាំងពីថ្ងៃស្ងាត់មួយនៅតំបន់ក្បែរភូមិសេឈួនសងជាកន្លែងដែលនាងនិងប្អូនស្រីណនរស់នៅក្នុងទីក្រុងតូចដែលគ្រួសារសងប្រមូលផ្ដុំគ្នាបន្ទាប់ពីបាត់បង់ឪពុកម្ដាយតាំងពីនៅក្មេងសងណែបានទទួលយកវាទៅខ្លួនឯងដើម្បីចិញ្ចឹមប្អូនស្រីរបស់នាងហើយដោយសារតែរឿងនេះពួកគេទាំងពីរនាក់បានក្លាយជាមនុស្សល្បីល្បាញនៅក្នុងភូមិដោយសារតែរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេជាពិសេសស្បែកស្ដុចបានសួរបងស្រីរបស់នាងថាតើនាងមិនអាចឈប់សម្រាកពីការងារនៅថ្ងៃនោះបានទេដោយស្នាមញឹមណកបានពន្យល់ថាភូមិចិត្តខាងមិនឆ្ងាយប៉ុន្មានទេនាងសន្យាថានឹងជួយការងារបុណ្យហើយត្រឡប់មកវិញភ្លាមដោយសុំឲ្យនាងរងចាំមួយ
ផ្លេតណែនចាប់ផ្ដើមស្រែកថានាងមិនចង់នៅម្នាក់ឯងទេថ្ងៃនោះហើយចង់ទៅជាមួយនាងការពិតគឺថ្ងៃនោះជាថ្ងៃខួបកំណើតរបស់ណានពេលអង្អែលក្បាលណែនតូចអិនបានសុំទោសនាងមិនអាចទុកឲ្យនាងរងទុក្ខបានទេនេះគឺអ្វីមួយដែលនាងបានសន្យាជាមួយឪពុកម្ដាយរបស់ពួកគេរួចហើយនៅលើដីមានពីមួយដែលមានកណ្ដូបជាច្រើនប្អូនស្រីរបស់នាងមានអារម្មណ៍ឯកោនាងគួរតែស្នាក់នៅលេងជាមួយពួកគេរហូតដល់នាងត្រឡប់មកវិញណាអានធូស្បើយបន្តិចប៉ុន្តែនៅតែស្រក់ទឹកភ្នែកនាងបានលើកឡើងថាសូម្បីតែការប្រយុទ្ធកណ្ដូបក៏សប្បាយជាងពេលមានមនុស្សពីរនាក់ដែរណាតបានទៅដល់ចូលទៅក្នុងកាបូបរបស់នាងហើយដកដង្ហើមធំដោយកត់សម្គាល់រឿងនេះណែនចាប់ផ្ដើមចង់ដឹងចង់ឃើញនេតយកកញ្ចប់គ្រឿងក្រអូបចេញដែលនាងបានលាក់ទុកជាកាដូថ្ងៃកំណើតនាងបានរំលឹកប្អូនស្រីរបស់នាងថានេះជាអ្វីដែលនាងចង់បានកាលពីលើកមុនកញ្ចប់គ្រឿងក្រអូបគឺជាថង់តូចមួយដែលពោពេញទៅដោយអស្ថាអូបសម្រាប់ទឹកអប់ Little Nan មានការភ្ញាក់ផ្អើលព្រោះនាងបានស្គាល់វាជាថង់គ្រឿងក្រអូបនាងដឹងថាវាថ្លៃណាស់នាងបានពន្យល់ថានាងបានទទួលវាជារង្វាន់សម្រាប់ជួយកាលពីលើកមុននាងបានឲ្យវាមកនាងជាមុនដោយសុំឲ្យនាងរងចាំដោយអត់ធ្មត់នៅថ្ងៃនោះណានចាប់យកថង់គ្រឿងក្រអូបហើយអរគុណបងស្រីរបស់នាងដោយសន្យាថានឹងរក្សាទុកវាឥឡូវនេះណានបានស្ងប់ស្ងាត់ហើយណៃសម្រាប់ចិត្តចាក់ចេញដោយភ្នែកភ្លឺដោយភាពរីករាយណែនបានចាប់ផ្ដើមនិយាយលាប្អូនស្រីរបស់នាងដោយសុំឲ្យនាងត្រឡប់មកវិញដូចជាឆាប់តាមដែលអាចធ្វើទៅបានហើយធានានាងថានឹងរងចាំមើលថាប្អូនស្រីរបស់នាងសប្បាយចិត្តប៉ុណ្ណាណែកមិនអាចជួយអ្វីបានឡើយមានអារម្មណ៍សប្បាយរីករាយប៉ុន្តែមានភ្ញៀវមកច្រើនលើសពីការរំពឹងទុកដូច្នេះអ្វីត្រូវចំណាយពេលយូរនិងពេលវេលាសន្យាយ៉ាងឆាប់រហ័សលុះពេលយប់ធ្លាក់មកដល់ពួកកម្មករក៏បានដុតចង្គៀងគោមហើយប្រមាននាងនិយាយឲ្យប្រយ័ត្នព្រោះវាងឹតហើយនាងបានសុំឲ្យពួកគេអធិស្ឋានណាអានប្រកាសជាឃ្លានដូច្នេះនាងត្រូវតែប្រញាប់ព្រោះនាងចង់អបអរខួបកំណើតរបស់ប្អូនស្រីនាងជាមួយនឹងអាហារបុណ្យដ៏ឆ្ងាញ់នាងបានប្រញាប់ចេញទៅដោយគ្មានចង្គៀងគោមនៅពាក់កណ្ដាលយប់មានបុរសក្នុងភូមិរបស់នាងបុរសនោះបាត់ជ្រុងមួយហើយការគូសដោយមិនខ្វល់បានបុកគាត់នាងបានសុំទោសហើយបុរសនោះបានដាស់តឿននាងឲ្យមើលកន្លែងដែលនាងកំពុងទៅនៅពេលនោះភ្នែករបស់នាងបើកធំដោយការភ្ញាក់ផ្អើលបុរសនោះបានងាកខ្នងហើយចាប់ផ្ដើមរត់ចោលក្លិនក្រអូបពីក្រោយខ្នងការចាប់អារម្មណ៍របស់នេកត្រូវបានផ្ដោតទៅលើគាត់ដូចដែលនាងអាចធំក្លិននោះថង់គ្រឿងក្រអូបដែលមកពីបុរសនេះនាងមានអារម្មណ៍ព្រួយបារម្ភបន្តិចវាហាក់ដូចជាចម្លែកព្រោះកម្រមានអ្នកខាងក្រៅឃើញនៅក្នុងភូមិប៉ុន្តែនាងគ្រាន់តែបដិសេធវាហើយធ្វើដំណើរទៅផ្ទះវិញពី3នាទីក្រោយមកនាងបានមកដល់ផ្ទះរបស់នាងដោយប្រកាសពីការមកដល់របស់នាងមានការភ័ន្តច្រឡំមិនដឹងថាហេតុអ្វីស្ងាត់ជ្រាបម្លេះដោយឆ្ងល់ថាតើប្អូនស្រីរបស់នាងធុញទ្រាន់នឹងអ្វីឬអត់កំពុងរងចាំហើយដេកលក់នាងបានរត់ទៀនតូចមួយហើយបើកទ្វាររឿងតែមួយគត់ដែលនាងអាចមើលឃើញគឺគ្រឿងសង្ហារឹមដែលត្រូវបានបំផ្លាញនៅក្នុងផ្ទះបងស្រីរបស់នាងដេកនៅលើឥដ្ឋដោយសម្លៀកបំពាក់របស់នាងត្រូវបានរហែកហើយគ្របដណ្ដប់ដោយឈាមនៃបានទម្លាក់ទៀនទៅលើឥដ្ឋហើយដោយទឹកភ្នែកនៅក្នុងភ្នែករបស់នាងបានប្រញាប់ប្រញាល់ទៅមើលថាតានស្រីរបស់នាងសុខសប្បាយជាទេភ្នែករបស់នាងពេញដោយក្តីភ័យខ្លាចនិងទុក្ខព្រួយខណៈដែលនាងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងនេះសាមញ្ញមិនអាចកើតឡើងបានផ្ទះកំពុងឆេះដោយកត់សម្គាល់រឿងនេះបុរសម្នាក់ចាប់ផ្ដើមចង្អុលទៅផ្ទះហើយស្រែកអំពីភ្លើងដោយទទួលស្គាល់វាជាផ្ទះរបស់ណោកមិនយូរប៉ុន្មាននរណាម្នាក់បានលេចចេញពីផ្ទះដែលកំពុងឆេះនោះគឺណែកកំពុងដឹកប្អូនស្រីរបស់នាងនៅក្នុងដៃរបស់នាងចាប់ផ្ដើមដកដង្ហើមធ្ងន់ហើយមុនពេលនាងអាចបង្ហាញអ្វីដែលបានកើតឡើងនាងក៏បាត់បង់ស្មារតីហើយដួលទៅលើដីអ្នកផ្សេងទៀតភ័យស្លន់ស្លោស្រែកឲ្យនរណាម្នាក់ហៅគ្រូពេទ្យភ្នែករបស់នេកពោពេញទៅដោយភាពសោកសៅហើយអ្វីដែលនាងអាចមើលឃើញគឺផ្ទះរបស់នាងឆេះនៅពេលបច្ចុប្បន្នសូរីវង្សទីបំផុតបានដឹងថាហេតុអ្វីនាងមានស្នាមនោះនៅលើផ្ទៃមុខដោយទឹកមុខស្មោះនេកបានបង្ហាញថាពេលនាងដឹងខ្លួនឡើងវិញច្រើនជាង2 សប្តាហ៍បានកន្លងផុតទៅហើយគូស្នេហ៍វ័យចំណាស់មួយគូកំពុងមើលថែរាងកាយរបស់នេកត្រូវបានគ្រប់ដោយបងរំនឹងនាងនៅតែរលាកពេញខ្លួនប្រានបុរសចំណាស់ចាប់ផ្ដើមយំដោយពន្យល់ថាគាត់បានសុំភ្នាក់ងារអំការពាររកមនុស្សថោកទាបនោះប៉ុន្តែពួកគេមិនអាចរកឃើញហើយថាវាមិនងាយស្រួលនោះទេស្ត្រីចំណាស់បានសុំទោសដោយសារគាត់មិនបានដឹងពីរបៀបដែលគាត់អាចប្រឈមមុខនឹងហាងបន្ទាប់ពីរឿងនេះរឿងតែមួយគត់ដែលនេតអាចធ្វើបានគឺយំដោយស្ងៀមស្ងាត់ដូចជាជីវិតទាំងអស់បានរីកចម្រើននៅចុងរដូវស្លឹកឈើជ្រុះបេះដូងរបស់នាងក៏រសាត់បាត់ទៅបន្តិចម្ដងដែរការប្រាស្រ័យតាក់ទងតែមួយគត់ដែលនាងមានជាមួយពិភពលោកគឺតូចសំឡេងធ្ងន់ដែលនាងបានធ្វើនៅពេលដែលពួកគេបដូរក្រណាត់ដើម្បីព្យាបាលរបួសដោយសារការរលាករបស់នាងពេលវេលាហូរដូចទន្លេហើយនៅពេលដែលរដូវរងាបានកន្លងផុតទៅហើយរដូវការីកបានមកដល់សត្វចង្រិតបានភ្ញាក់ឡើងម្ដងទៀតរូបភាពរបស់ប្អូនស្រីតូចរបស់នាងនៅក្នុងផ្ទះដែលកំពុងឆេះបានមកដល់នាងចិត្តប្អូនស្រីតូចរបស់នាងបានសួរសេះធំរបស់នាងឲ្យមេត្តាចាប់មនុស្សត្រឆាននោះហើយបន្ធូរបន្ថយការអាក់អន់ចិត្តរបស់នាងនៅកណ្ដាលនៃយប់ណាក់ភ្ញាក់ពីដំណេកហើយភ្នែករបស់នាងបើកធំដោយភ័យខ្លាចនាងបានចេញទៅសួនច្បារហើយអង្គុយចុះពេលដែលសំឡេងគ្រូកណ្ដូបបន្លឺឡើងដោយសំឡេងណៃអនទើបនាងដឹងខ្លួនណាតក្តាប់កណ្ដាប់ដៃយ៉ាងណែនហើយភ្នែករបស់នាងចាប់ផ្ដើមភ្លឺដោយកំហឹងនាងដឹងថានាងត្រូវតែស្វែងរកនិងសម្លាប់មនុស្សតិរច្ឆាននោះអ្វីដែលនៅសល់គឺជាការអាក់អន់ចិត្តយ៉ាងខ្លាំងនៅក្នុងឆ្អឹងរបស់នាងនៅថ្ងៃបន្ទាប់នាងបានប្រាប់បុរសចំណាស់ម្នាក់ពីអ្វីមួយដែលបណ្ដាលឲ្យគាត់ភ័យស្លន់ស្លោដោយមានការបង្ហាញអារម្មណ៍ច្របូកច្របល់គាត់បានសួរថានាងទៅណាក្នុងពេលដែលនឹកចាំថានាងមិនទាន់ជាសេះស្បើយផងនិយាយមានភាពស្មោះត្រង់នឹងបានបង្ហាញថារាល់យប់នាងតែងតែស្រែកដោយការជឿចាប់នាងមិនអាចនៅស្ងៀមដូចប្អូនស្រីរបស់នាងបានឡើយនាងត្រូវតែសងសឹកនាងបុរសចំណាស់បុរសនោះមានអារម្មណ៍ច្របូកច្របល់ថែមទៀតដោយសួរថាតើស្ត្រីដូចនាងអាចសងសឹកបានយ៉ាងដូចម្តេចជាពិសេសនៅពេលដែលនាងមិនបាន
ដឹងថាមនុស្សតិរិឆាននោះជានរណាទេស្ត្រីចំណាស់បានសារភាពថាប្តីរបស់គាត់និយាយត្រូវហើយបានណែនាំនាងឲ្យមើលថែខ្លួនឯងឲ្យបានល្អបុរសចំណាស់និងស្ត្រីចំណាស់ថែមទាំងចាក់សោទ្វារដើម្បីកុំឲ្យនាងចេញទៅណាបានប៉ុន្តែរាល់យប់សម្លេងសត្វកណ្ដៀរបានពង្រឹងការតាំងចិត្តរបស់នាងថែមទៀតនៅទីបញ្ចប់នាងបានរត់គេចខ្លួនដោយសម្ងាត់នៅពេលយប់ហើយចាក់ចេញពីភូមិដោយក្រសែភ្នែកដ៏ក្រៀមក្រំនាងបានសុំឲ្យពួកគេមានសុខភាពល្អការចាប់អារម្មណ៍របស់អ្នកគូត្រូវការបូកយ៉ាងតឹងហើយសុំឲ្យប្អូនស្រីរបស់នាងណារងចាំបន្តិចទៀតកន្លែងដំបូងដែលនាងទៅគឺទីក្រុងព្រោះមនុស្សតិរិឆានបានធ្វើដំណើរទៅទីនោះនាងមិនស្គាល់មុខរបស់គាត់ទេប៉ុន្តែដូចជាស្នាមក្រហមដែលបន្សល់ទុកលើដងខ្លួនរបស់នាងនេះសំឡេងដែលមិនអាចបំភ្លេចបានត្រូវបានចារទុកក្នុងខ្លួននាងដូចជាម៉ាក់យីហោហើយនាងស្បត់ថានឹងរកគាត់ឲ្យឃើញទោះមានរឿងអ្វីក៏ដោយនាងបានលះបង់ខ្លួនឯងដើម្បីនិយាយជាមួយបុរសចៃដន្យជាការពិតណាស់គ្មានអ្នកណាមើលមកនាងដោយសប្បុរសទេពេលវេលាចាប់ផ្ដើមកន្លងផុតទៅហើយ2ឆ្នាំក្រោយមកនៅយប់ភ្លៀងមួយនាងបានមកដល់ផ្ទះល្បែង Golden Phoenix ត្រឹមរដូវដែលសត្វចង្រិតស្រែកម្ដងទៀតរាងកាយរបស់នាងញ័រដោយសារតែភាពត្រជាក់នាងបានសួរម្ចាស់ថាតើនាងអាចជ្រកភ្លៀងមួយផ្លែតបានទេម្ចាស់ហាក់ដូចជាខឹងសម្បាគាត់បានហៅនាងថាជាក្មេងដែលស្រែកថានាងកំពុងបំផ្លាញអាជីវកម្មរបស់គាត់ហើយឲ្យបាត់ទៅនៅពេលនោះបុរសម្នាក់បានដើរកន្លងផុតទៅនាងហើយហាក់ដូចជាខឹងសម្បានឹងក្លិនដែលនាងបញ្ចេញពេលលើបែបនេះភ្នែករបស់នាងញាក់បើកធំដោយការភ្ញាក់ផ្អើលជាមួយនឹងការចាក់ក្រឡេកមើលបុរសនោះបានលើកឡើងថាក្លិននេះកំពុងតែបំផ្លាញអារម្មណ៍របស់គាត់ហើយប្រាប់ឲ្យនាងបាត់ទៅនាងញាក់ស្ថិតនៅក្នុងភាពភ្ញាក់ផ្អើលហើយការចងចាំពីប្អូនស្រីតូចរបស់នាងដែលដេកនៅក្នុងផ្ទះបានចូលមកក្នុងគំនិតរបស់នាងមិនបានបំភ្លេចទេនាងមិនអាចបំភ្លេចបានទេទីបំផុតនាងមានបានរកឃើញម្ចាស់សម្លេងនោះសូយ៉ុងនឹងហឹងកាន់តែចង់ដឹងថាមានអ្វីកើតឡើងបន្ទាប់ទៀតញោបានលើកឡើងថាក្នុងពេលដែលលេងក្នុងទីក្រុងនាងបានចូលទៅរកអ្នកសុំទានម្នាក់ដែលបានប្រាប់នាងថាមនុស្សថោកទាបនោះតែងតែមកលេងផ្ទះលេងល្បែងសូយ៉ុងទីបំផុតយល់ពីមូលហេតុដែលនាងធ្វើការនៅផ្ទះលេងល្បែងជាមួយនឹងក្រសែភ្នែកក្រៀមក្រំនាងបានពន្យល់ថានាងដំបងឡើយគិតចង់តាមគាត់ដោយសម្ងាត់ហើយចាក់គាត់ប៉ុន្តែអ្នកសុំទានប្រាប់នាងថាគាត់ជាអ្នកក្បាច់គុណដូច្នេះវាមិនអាចទៅរួចទេសម្រាប់ស្ត្រីដូចជានាងក្នុងការសងសឹកគាត់អ្នកសុំទានគឺដាក់ថ្នាំពុលក្នុងគ្រឿងស្រវឹងឬអាហារដែលគាត់ទទួលទានដូច្នេះនាងបានដាក់ថ្នាំពុលក្នុងភេសជ្ជៈដែលនាងបានផ្ដល់ឲ្យគាត់ប៉ុន្តែសូម្បីតែរឿងនោះក៏ដោយបរាជ័យជាក់ស្ដែងថ្នាំពុលដែលនាងទិញនៅតាមមិនពិតជាមានជាតិពុលទេបន្ទាប់ពីនេះនាងបានចាប់ផ្ដើមថែរក្សាកណ្ដូបនៅក្នុងបន្ទប់ក្រោមដីរាល់ពេលដែលនាងងើសំឡេងពួកវានាងនឹកឃើញមុខរបស់ណានបន្ទាប់មកនាងនឹងឈួតពាក់កណ្ដាលខ្លួនតែបន្ទាប់មកក៏ដឹងខ្លួនឡើងវិញម្ដងហើយម្ដងទៀតនៃខំថ្មិញយ៉ាងណែនហើយភ្នែករបស់នាងពោពេញដោយទឹកភ្នែកដោយក្រសែភ្នែកពោពេញដោយកំហឹងនិងកំហឹងនាងស្បត់ថានាងត្រូវតែសម្លាប់មនុស្សតិរិឆាននោះហើយថានាងមិនអាចចាក់ចេញពីកន្លែងនោះរហូតដល់នាងធ្វើរួចដោយទឹកមុខស្រងូតស្រងាត់សូរីវងចាប់ផ្ដើមខ្សឹបប្រាប់ពន្យល់យីផេនិងលេឌីយួនធ្វើកាលៈទេសៈរបស់នាងច្បាស់លាស់ប៉ុន្តែគាត់មានការសង្ស័យចំពោះស្ថានភាពនេះនាងត្រូវការបង្កើនសត្វកណ្ដូបប៉ុន្តែការរឺសូក្រលួចរបស់ពួកវាធ្វើឲ្យនាងសន្លប់គំនិតរបស់នាងហាក់ដូចជាមានការរំខានយ៉ាងខ្លាំងស្ត្រីហើយនាងមានភាពស្មោះត្រង់នាងបានពន្យល់ថារឿងនេះគ្រាន់តែបង្ហាញពីជម្រៅនៃការអន់ចិត្តរបស់ណោកប៉ុណ្ណោះហើយនៅពេលដែលនាងសងសឹកបាននាងនឹងជាសះស្បើយនាងបានលើកហេតុផលថាប្រសិនបើពួកគេជួយនរណាម្នាក់ដែលមានគំនិតអាក្រក់យ៉ាងខ្លាំងនាងនឹងមិនក្បត់ពួកគេឡើយម្យ៉ាងវិញទៀតការខ្លាចជាមនុស្សល្អសមាជិកនៃត្រកូលថេងរបស់ពួកគេយីផេបានសារភាពថា Lady Huang គឺត្រឹមត្រូវគាត់បានពន្យល់ទៅសូរីវងថាមុនពេលគាត់អាចសងសឹកឪពុកម្ដាយខ្លួនឯងគាត់ធ្លាប់និយាយជាមួយខ្លួនឯងពេលភ្លៀងប៉ុន្តែបន្ទាប់ពីគ្រួសារថងបានសងសឹកសម្រាប់គាត់វាហាក់ដូចជាអ្វីត្រូវបានបន្សុទ្ធហើយការចាប់អារម្មណ៍របស់គូផេបានផ្ដោតលើនាងឥឡូវនេះគាត់យល់ថាហេតុអ្វីបានជាគាត់មានដោយបានឃើញខ្លួនឯងឆ្លុះបញ្ចាំងនៅក្នុងស្ត្រីម្នាក់នេះសូរីវងចាប់ផ្ដើមគិតហើយគាត់ចាប់ផ្ដើមមើលយឺបងក់ក្បាលដោយស្នាមញញឹមប្រកបដោយទំនុកចិត្តក្មេងប្រុសរបស់យើងក្រោកឈរឡើងហើយទាញចំណាប់អារម្មណ៍របស់ណោកធ្វើឲ្យនាងចង់ដឹងចង់ឃើញគាត់ដាក់ដៃរបស់គាត់លើទ្រូងរបស់គាត់ហើយធានាដល់ណោកថាពួកគេនឹងជួយនាងដោះស្រាយការអាក់អន់ចិត្តនោះដោយសួរថាតើនៅពេលដែលពួកគេបានធ្វើរួចនាងអាចសន្យាថានឹងក្លាយជាផ្នែកមួយនៃត្រកូលរបស់ពួកគេភ្នែករបស់នេតបើកធំដោយការភ្ញាក់ផ្អើលនាងបានសួរថាតើពួកគេពិតជាអាចជួយនាងបានដែរឬទេដោយស្បត់ថាប្រសិនបើពួកគេធ្វើនាងនឹងបម្រើពួកគេដោយជីវិតរបស់នាងរហូតដល់ដង្ហើមចុងក្រោយក្មេងប្រុសរបស់យើងបានសុំឲ្យនាងកុំបារម្ភហើយគ្រាន់តែប្រគល់វាឲ្យពួកគេសូរីវងចាប់ផ្ដើមសម្លឹងមើលទៅកម្រាលឥតហើយនៅពេលដែលភ្នែករបស់គាត់ភ្លឺគាត់បានសួរថាតើនរណាជាមនុស្សអាក្រក់នោះនាងមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចនាងមានអារម្មណ៍ភ័យនិងចាប់ផ្ដើមស្ទាក់ស្ទើរមិនប្រកាសថាតើប្រាប់ការពិតបន្ទាប់ពីគិតរួចនាងពោពេញទៅដោយការតាំងចិត្តក្តាប់កណ្ដាប់ដៃហើយបានបង្ហាញថាមនុស្សអាក្រក់នោះគឺជាកូនប្រុសទី3នៃខ្លងទ្វារសុកដុំដ៏អស្ចារ្យដែលមានឈ្មោះថាចិនដៃសុងដោយស្នាមញញឹមប្រកបដោយទំនុកចិត្តសូយ៉ងដាក់ដៃនៅលើទ្រូងរបស់គាត់នឹងមើលថែ Jane Daisy ហើយបំផ្លាញគាត់ទាំងស្រុងភ្នែករបស់ Lady Huang នឹងគៀបឡើងធំដោយការភ្ញាក់ផ្អើលនឹងការភ័ន្តច្រឡំហែងយើងភ័យស្លន់ស្លោហើយសួរនាងថាតើនាងប្រកាសថាគិតក៏ជាកូនប្រុសទី3នៃមហាទ្វារសុកដុំរំនាងងក់ក្បាលសន្យាថានាងកំពុងប្រាប់ការពិតសូរីវងចាប់ផ្ដើមមានការភ័ន្តច្រឡំបន្តិចហើយសួរថាតើមានបញ្ហាការចាប់អារម្មណ៍របស់យីភីបានងាកទៅរកក្មេងប្រុសរបស់យើងហើយគាត់បានបង្ហាញថា Harmony Gate ដ៏អស្ចារ្យគឺជានិកាយមួយដែលជាកម្មសិទ្ធិរបស់ក្រុម Chris Oso ដកដូចគ្នាដោយពួកគេដែលនៅស៊ីឈួនពួកគេមានឥទ្ធិពលបំផុតបន្ទាប់ពី Tang Emie និង Cheng Cheng សូរីវងមានការភ្ញាក់ផ្អើលដោយមិនដឹងថាវាជានិកាយដ៏មានឥទ្ធិពលបែបនេះទេ Lady Huang បានដាក់ដៃនៅក្រោមចង្ការបស់នាងហើយចាប់ផ្ដើមពិចារណាតាមនាងប្រសិនបើអ្វីដែល Jane Taesong បានធ្វើគឺពិតនោះនិកាយរបស់គាត់មិនមានបញ្ហាទេនាងចាប់ផ្ដើមខ្សឹបខ្សៀវ
ដោយបង្ហាញថាបញ្ហាគឺកិច្ចព្រមព្រៀងដែលត្រកូលរបស់ពួកគេបានធ្វើជាមួយច្រកទ្វារមហាភាពសុខដុមរមនាជីតាទូតរបស់នាងធ្លាប់បានទទួលជំនួយយ៉ាងច្រើនពីពួកគេដោយសារតែរឿងនេះទោះបីជាច្រកទ្វារមហាភាពសុខដុមរមនាប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរក៏ដោយឬបទឧក្រិដ្ឋដែលសមនឹងទទួលទោសប្រហារជីវិតពួកគេត្រូវតែចុះចាញ់ឬអត់ទោសយ៉ាងហោចណាស់ម្ដងភ្នែករបស់សូរយ៉ងកង់ពង្រីកឡើងដោយភ័យខ្លាចដោយដឹងថានេះមានន័យថាគាត់អាចធ្វើអ្វីដែលគាត់ចង់បានលេឌីហួងបានលើកឡើងថានៅក្នុងពាក្យសម្បក60សៀវនឹងការសន្យាគឺមានសារៈសំខាន់ខ្លាំងណាស់ជាពិសេសពេលធ្វើឡើងក្នុងនាមបច្ចេកទេសត្រកូលឬឈ្មោះហៅក្រៅពួកគេគឺពិសិដ្ឋហើយត្រូវតែបំពេញនិយាយបានចូលទៅចិត្តពួកគេហើយសួរថាមានបញ្ហាអ្វីទេដោយយឺសំឡេងរបស់នាងសូរីវងភ័យស្លន់ស្លោហើយដោយស្នាមញឹមបង្ខំចិត្តគាត់បានប្រាប់នាងថាពួកគេនឹងមើលថែទាំអ្វីដែលនៅសល់ដោយសុំកុំឲ្យនាងបារម្ភហើយការដឹងគុណនាងមិនដឹងពីវិធីបង្ហាញការដឹងគុណរបស់នាងទេព្រោះទីបំផុតនាងអាចសងសឹកណានបានមិនយូរប៉ុន្មានបន្ទាប់ពីនាងបានដួលទៅនឹងដីហើយដេកលក់នាយអភិជនហួងបានកត់សម្គាល់ថានាងហាក់ដូចជាបានធូរស្រាលភ្លាមពេកហើយបានស្នើថាដំបូងពួកគេគួរតែនាំកញ្ញាណែទៅផ្ទះថេងដើម្បីសម្រាប់យឹបស្មុគស្មាញជាងការរំពឹងទុកសូអយ៉ងមកក្បាលគាត់ដឹងថាគាត់នឹងត្រូវនិយាយជាមួយជីតារបស់គាត់ជាមុនសិននឹងឪពុកក្មេករបស់គាត់ហើយគាត់ប្រកាសថាទោះបីជាវាជាអំពីពាក្យសច្ចាពួកគេនឹងយល់ថ្ងៃបន្ទាប់ពេលថ្ងៃរះសូអយ៉ងនិងហួងបានទៅសាលាប្រមុខត្រកូលតាំងមនុស្សគ្រប់គ្នានៅស្ងៀមបង្កើតភាពតានតឹងជាមួយការបង្ហាញដ៏ម៉ឺងម៉ាត់ដែលឲ្យកោបានធ្វើឲ្យច្បាស់ថាច្រកមហាសាមគ្គីគឺជានិកាយដ៏មានកិត្យានុភាពមួយនៅក្នុងសេជួនហើយមេដឹកនាំរបស់ខ្លួនជាមនុស្សសុចរិតប៉ុន្តែពីឪពុកខ្លាកូនឆ្កែបានកើតមកឲ្យកោបានចាប់ដៃរបស់គាត់មានការភ័ន្តច្រឡំនិងភ្ញាក់ផ្អើលបន្តិចព្រោះគាត់មិនអាចជឿថាសូរីវងចង់សងសឹកស្ត្រីម្នាក់ទោះបីជាដឹងក៏ដោយអំពីពាក្យសម្បោះដែលពួកគេបានធ្វើជាមួយទ្វារមហាដំណាក់សូយ៉ុងមានចិត្តស្មោះត្រង់ហើយបានសុំឪពុកក្មេករបស់គាត់ឲ្យអនុញ្ញាតការអនុញ្ញាតឲ្យកោចាប់ផ្ដើមសិញ្ជឹងគិតទោះបីជាកាលៈទេសៈអាចយល់បានក៏ដោយក៏ពាក្យសម្បោះរបស់បុព្វបុរសរបស់គាត់ត្រូវបានចងភ្ជាប់ទៅនឹងកិត្តិយសរបស់ត្រកូលតាំងគាត់បានលើកហេតុផលថាប្រសិនបើពួកគេចាប់ផ្ដើមធ្វើការលើកលែងគ្រាន់តែដោយសារតែនៃកាលៈទេសៈដែលមនុស្សលែងអាចស្បត់ជាមួយត្រកូលថេងឬទុកចិត្តពួកគេបានជីតាធំគ្រាន់តែញកក្បាលក្នុងការព្រមព្រៀងគ្នាជីតាបានក្រោកឈរឡើងហើយហាមឃាត់ត្រកូលថេងឬសារធាតុពលរបស់ខ្លួនពីការជួយស្ត្រីនោះភ្នែករបស់សូរយ៉ងកង់ធំដោយការភ្ញាក់ផ្អើលគាត់ក្រោកឈរឡើងហើយអង្គប្រពុកក្មេករបស់គាត់ឲ្យពិចារណានៅក្នុងការសម្រេចចិត្តរបស់គាត់ដោយប្រកាសថាគាត់គ្មានអ្វីត្រូវនិយាយទៀតទេដោយដែលសូរីវងហ៊ីបនឹងទូចបន្ថែមទៀតស្ត្រីហួងចាប់ដៃរបស់គាត់ព្រិចភ្នែកដាក់គាត់ហើយប្រាប់ឪពុករបស់នាងថានាងយល់ហើយពួកគេនឹងធ្វើដូចដែលគាត់បានបញ្ជាក្មេងប្រុសរបស់យើងមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ច្របូកច្របល់បន្តិចស្ត្រីហួងចាប់ដើមបង្ហាញស្នាមញឹមនាងបានរកឃើញចន្លោះប្រហោងក្នុងបទបញ្ជាវាត្រូវបានហាមឃាត់សម្រាប់ត្រកូលថេងឬសារធាតុពលរបស់ខ្លួនដើម្បីជួយស្ត្រីនេះមានន័យថាដើម្បីកុំឲ្យមានការសង្ស័យអំពីការចូលរួមរបស់ត្រកូលថ្នាំពលរបស់ពួកគេនឹងមិនត្រូវបានប្រើទេហើយសូរីវងនឹងត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពដោយខ្លួនឯងនាងបានបង្ហាញថាសូរីវងមិនមែនជាខ្សែឈាមរបស់ត្រកូលថេងនោះទេបុកបរោះបានងាកខ្នងទៅពួកគេហើយដោយស្នាមញឹមបានសួរថាហេតុអ្វីបានជាពួកគេនៅទីនេះកូនប្រុសរបស់យើងមានការភ្ញាក់ផ្អើលបន្តិចដោយដឹងថានេះគឺជាអ្វីដែលបុកបរោះមានន័យថាតាំងពីដើមមកហែងបានស្នើឲ្យពួកគេចាក់ចេញយ៉ាងឆាប់រហ័សព្រោះមានរឿងជាច្រើនដែលត្រូវធ្វើប្រសិនបើពួកគេមានដើម្បីជួយខ្នាកសូរីវងបានក្តាប់កណ្ដាប់ដៃដោយដឹងថាពួកគេមានការអនុញ្ញាតហើយនេះមានតម្លៃជាកូនប្រសាររបស់ត្រកូលថេងគាត់ចាប់ផ្ដើមស្រមៃថាខ្លួនឯងចាប់ចែងដងដោយហេតុផលនោះពិធីចាប់ផ្ដើមចូលក្នុងអង្គការមួយតែងតែពាក់ព័ន្ធនឹងការលុបបំបាត់នរណាម្នាក់នៅថ្ងៃបន្ទាប់នៅព្រឹកព្រលឹមយេផេដែលកំពុងកាន់ក្រាំងបានជួបជាមួយសូរីវងគាត់បានប្រាប់គាត់ថាតើពួកគេបានទទួលការអនុញ្ញាតឬអត់នោះទេពួកគេមានដើម្បីជៀសវាងការជាប់ពាក់ព័ន្ធនឹងឈ្មោះត្រកូលដោយចំណាយអស់លទ្ធភាពដូច្នេះគាត់នឹងស៊ើបអង្កេតចលនារបស់យ៉ែងដេសុងដោយសម្ងាត់សូរីវងបានសុំយប់ឲ្យមើលថែវាជំហានដំបូងគឺត្រូវបញ្ជាក់ពីទីកន្លែងនិងចលនារបស់យេនដាមេក្រុមយីផេដែលជាសមាជិកនៃក្រុមលុបបំបាត់ជាតិពុលបានសម្រេចចិត្តប្រមូលព័ត៌មានដោយស្នាមញឹមក្មេងប្រុសរបស់យើងបានទៅបន្ទប់របស់ណោកពេលបើកទ្វារគាត់បានឃើញ Lady Huang និងណោកកំពុងផឹកតែសូរីវងបានស្វាគមន៍ពួកគេហើយបន្ទាប់មកសួរណោកថាតើនាងបានសម្រាកបានល្អទេញោកដែលស្លៀកសម្លៀកបំពាក់ត្រកូលថេងហើយចុងសក់របស់នាងមកក្បាលហើយអរគុណគាត់ចំពោះជំនួយរបស់គាត់សូរីវងមិនអាចជួយបានក្រៅពីញឹមហើយមានអារម្មណ៍រីករាយកញ្ញាណុកបានសម្រេចចិត្តស្នាក់នៅថេងកន្លែងស្នាក់នៅមួយរយៈពួកគេបានមូតទឹកឲ្យនាងផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យនាងហើយថែមទាំងកែសក់ឲ្យនាងទៀតហើយឥឡូវនេះមុខរបស់នាងមើលទៅកាន់តែស្រស់ស្អាតប្រសើរជាងសូអយ៉ងយកកាបូបមួយចេញមកហើយនិយាយថាគាត់បានយកថ្នាំសម្រាប់ព្យាបាលរលាកពីត្រកូលតាំងទេអរគុណគាត់ម្ដងការបញ្ចេញមតិពោពេញដោយការចង់ដឹងចង់ឃើញបានសួរថាតើគាត់អាចសួរនាងអំពីសត្វកណ្ដូបបានទេនៅបានមកក្បាលនៅពេលដែលភ្នែករបស់សូរយ៉ងកង់ស្មានកំពុងតែចែងដែលដកដង្ហើមធ្ងន់បានបើកទ្វារបន្ទប់ការចាប់អារម្មណ៍របស់សូរយ៉ងកង់បានផ្ដោតទៅលើគាត់ហើយគាត់បានសួរមេក្រុមគូផេបើគាត់បានត្រឡប់មកពីការបញ្ជាក់ព័ត៌មានគូផេមានអារម្មណ៍ភ័យហើយបានភ្
ភ្ញៀវនៅតាមផ្លូវនៅពីក្រោយយីភេឈោបរោះម្នាក់សក់វែងពុកមាត់វែងពាក់មូកាចាប់អារម្មណ៍របស់បរោះនោះគឺសម្លឹងមកពួកគេទាំងញឹមគាត់បានដោះមុខចេញហើយស្គាល់ Lady Huang ដោយស្វាគមន៍នាងជាផ្កាពោលនឹងអត្ថាធិប្បាយអំពីរយៈពេលដែលគាត់បានឃើញ Lady Huang លើកចុងក្រោយរបស់នាងបានក្រោកឈរឡើងណែនាំខ្លួននាងជា Teng Huyen នៃត្រកូលស៊ីឈួនតុងនឹងសួរសុខទុក្ខអធិរាជអ្នកសុំទានដ៏ចំណាស់សូរីយ៉ងមានអារម្មណ៍ច្របូកច្របល់មិនដឹងថាបរោះនេះជានរណាដូច្នេះ Lady Heng សុំឲ្យគាត់គោរពដោយពន្យល់ថាគាត់គឺជាអធិរាជអ្នកសុំទានដ៏ចំណាស់ម្នាក់ក្នុងចំណោម3នាក់អធិរាជដូចជាអធិរាជកណ្ដាប់ដៃចាស់ការស្ដាប់រឿងនេះភ្នែករបស់ Soryong-gong បានបើកធំដោយភាពភ័យខ្លាចនិងការភ្ញាក់ផ្អើលដោយដឹងថានេះគឺជាអធិរាជមួយក្នុងចំណោមអធិរាជទាំង3ដូចជាមេដឹកនាំនៃសម្ព័ន្ធ Merem Phlim នោះ Soryong បានស្វាគមន៍អធិរាជដោយណែនាំខ្លួនគាត់ថាវា Soryong អធិរាជបានឬថាអធិរាជកណ្ដាប់ដៃបានបង្រៀនគាត់នៅសិល្បៈក្បាច់គុណរបស់គាត់ដូច្នេះគាត់បានមកមើលថាគាត់ជានរណាភ្នែករបស់នាងខំពោពេញដោយការភ្ញាក់ផ្អើលនៅពេលដែលនាងទទួលស្គាល់អធិរាជសុំទាននារីហួងសួរថាតើនាងស្គាល់គាត់ហើយនាងបានពន្យល់ថាគាត់ជាអ្នកសុំទានជីតាដែលបានជួយនាងនៅឆេងយូនាងបានបន្ថែមថានាងមិនដឹងថាគាត់ជាមនុស្សសំខាន់បែបនេះទេហើយបានសុំទោសចំពោះការខ្វះស្រមោលវិញចាប់ផ្ដើមចង់ដឹងចង់ឃើញបន្តិចហើយសួរអធិរាជអ្នកសុំទានថាតើមានអ្វីនាំគាត់មកត្រកូលតាំងហើយប្រសិនបើប្រហែលជាគាត់បានមកជុំវិញរឿងទ្វារមហាអាម៉ូនីអធិរាជអ្នកសុំទានដោយសារតែបានសារភាពដូចដែលរំពឹងទុកនៃផ្កាពោលនាងឆ្លាតណាស់ Lady Hang ភ័យស្លន់ស្លោដោយគិតថាគាត់មានមកបញ្ឈប់ Neck អធិរាជសុំទានបានដាក់ដៃរបស់គាត់នៅក្រោមចង្ការបស់គាត់ហើយសួរថាតើគាត់អាចបញ្ឈប់នាងដោយរបៀបណាបន្ទាប់ពីដឹងពីស្ថានភាពរបស់ក្មេងស្រីគាត់បានបញ្ជាក់ថាដោយសារតែគ្មានភស្តុតាងច្បាស់លាស់គាត់មិនអាចធ្វើអន្តរាគមន៍ដោយផ្ទាល់បានទេប៉ុន្តែគាត់បានមកជួយបន្តិច Soryong ខិតចិត្តមកសួរគាត់ថាតើគាត់អាចជួយដោយរបៀបណាដោយមិនធ្វើអន្តរាគមន៍ដោយផ្ទាល់អធិរាជបានចាប់ផ្ដើមសេចក្ដីគិតជាមួយនឹងស្នាមញញឹមគាត់បានបង្ហាញថាគាត់នឹងជួយជាមួយនឹងព័ត៌មានដោយសារតែគាត់ចង់ដឹងចង់ឃើញចំពោះមើលថាតើអ្នកស្នងតំណែងរបស់អធិរាជកណ្ដាប់ដៃដោះស្រាយបញ្ហានេះដោយរបៀបណាគាត់បានឲ្យកូនតូចរបស់គាត់ស៊ើបអង្កេតព្រឹត្តិការណ៍ទាំងនោះពី2 3កាលពីប៉ុន្មានឆ្នាំមុន Jane Des គឺជាបុរសដែលមានបញ្ហាពិតប្រាកដដែលជាមនុស្សអាក្រក់បំផុតដែលបានរំលោភស្ត្រីហើយក្នុងការសម្លាប់វាគឺដោយសារតែឥទ្ធិពលផ្លូវភេទរបស់គាត់ដែលគាត់មិនត្រូវបានគេចាប់ខ្លួនព្រះចៅអធិរាជសង្ស័យប្រហែល5ករណីសរុបរួមទាំងពីរនៅ Changju និងនៅក្នុងនៅខាងបានចាត់ទុកគាត់ថាជាបញ្ហា Soryong កាន់តែមានអារម្មណ៍ខឹងសម្បារកាន់តែខ្លាំងដោយដឹងថារឿងនេះអាក្រក់ជាងការគិតរបស់គាត់អធិរាជអ្នកសុំទានពុកចង្ការបានរៀបរាប់ថាចាប់តាំងពីឧបត្តិហេតុភូមិសុងយិនដេឆុងបានរក្សាទម្រង់ទាបរបស់គាត់មិនបានចេញក្រៅតែពីការទៅលេងផ្ទះលេងល្បែង3ថ្ងៃម្ដងហើយនោះជាមូលហេតុដែលគាត់បានណែនាំឲ្យប្រើពូ Soryong ក្អកគាត់គិតថាវិធីតែមួយគត់ដើម្បីដោះស្រាយជាមួយគាត់គឺនៅផ្ទះល្បែងហើយគាត់ឆ្ងល់ថាតើគាត់គួរតែព្យាយាមបំពោលគាត់ដោយកញ្ញាបានធ្វើឲ្យ Lady Huang បញ្ជាក់យ៉ាងច្បាស់ថា Soryong មិនអាចប្រើ Tang Cleanse ថ្នាំពុលក្មេងប្រុសរបស់យើងបានចូលទៅចិត្ត Nick ហើយដោយទឹកមុខចង់ដឹងចង់ឃើញបានសួរនាងថាតើនាងអាចសម្គាល់មនុស្សត្រឆាននោះដោយរបៀបណាអាហារឬភេសជ្ជៈក្នុងចំណោមមនុស្សជាច្រើនជាមួយនឹងទឹកមុខស្មោះត្រង់ណាស់បង្ហើបថារាល់ពេលដែលគាត់មកគាត់តែងតម្រូវការដ៏តឹងរ៉ឹងដូច្នេះព័ត៌មាននេះតែងតែទៅដល់ផ្ទះបាយ Soryong មានការភ័ន្តច្រឡំបន្តិចប៉ុន្តែនាងបានបង្ហើបថារាល់ពេលដែលអាហារដែលមានគ្រឿងផ្សំដូចជាក្តាមឬបង្គាត្រូវបានគេយកមកទទួលទានគាត់តែងតែសុំឲ្យគេយកវាចេញពីចំណែករបស់គាត់នោះហើយជាមូលហេតុដែលនាងដាក់ថ្នាំអាហារនោះទោះបីជាវាមិនមែនជាថ្នាំពុលពិតប្រាកដក៏ដោយអធិរាជបានចងចាំថាមនុស្សនោះបាននិយាយថាមានអ្វីមួយបានផ្ទុះឡើងនៅលើដងខ្លួនរបស់គាត់គ្រាន់តែពីការភ្លក់វាប៉ុណ្ណោះដោយភ្ជាប់អាឡែស៊ីទៅនឹង crustaceans ហើយធ្ងន់ធ្ងរខ្លាំងណាស់នៅឯនោះក្មេងប្រុសរបស់យើងបានចាប់ផ្ដើមគិតអំពីក្តាមបង្គានិងប្រូតេអ៊ីនដែលពួកគេមានផ្ទុក tropomyosin ប៉ុន្មានវិនាទីក្រោយមកដោយស្នាមសូមឲ្យគាត់ទៅបន្ទប់ស្តុកទុកសារធាតុពុលភ្លាមដើម្បីកំសៅដង្កូវពណ៌យល់ពីមូលហេតុដែលគាត់ស្រាប់តែសុំម្សៅដង្កូវពណ៌លឿង Soryong ចាប់ផ្ដើមសើចយ៉ាងអាក្រក់ហើយគ្រប់គ្នាការយកចិត្តទុកដាក់បានផ្ដោតលើគាត់ដោយមិនដឹងថាគាត់មានអ្វីក្នុងចិត្តលើកម្រាមដៃឡើងលើហើយញឹម Soryong បានបង្ហាញថាគាត់នឹងសម្លាប់បុរសនោះតាមរបៀបដ៏អស្ចារ្យឆ្លងកាត់ដៃរបស់គាត់ Soryong ចាប់ផ្ដើមស្រមៃមើលដង្កូវមួយហើយសម្រេចចិត្តហៅនេះថាប្រតិបត្តិការនៃការស្លាប់ដ៏ឈ្ងុយឆ្ងាញ់គាត់បានដឹងថាមូលហេតុឫសគល់នៃអាឡែស៊ីសិតល្អិតរបស់ Jin Daeshong គឺពិតប្រាកដ Tropomyosin ដែលជាសមាសធាតុប្រូតេអ៊ីនដែលបង្កើតជាសាច់ដុំ Tropomyosin មានវត្តមាននៅក្នុងសត្វភាគច្រើនប៉ុន្តែខុសពីកំណែនៅក្នុងសាច់ឆ្អឹងកងដែលមានលក្ខណៈស្រដៀងគ្នា90ទៅនឹងមនុស្សកំណែសត្វល្អិតមានកម្រិតទាបជាងភាពស្រដៀងគ្នាហើយនេះជាអ្វីដែលបណ្ដាលឲ្យមានអាឡែស៊ីរឿងសំខាន់គឺថា Tropomyosin ត្រូវបានរកឃើញក្នុងបរិមាណច្រើនសូម្បីតែនៅក្នុងដង្កូវនាងក៏មានបរិមាណច្រើនជាងសត្វគ្រាដូចជាបង្គាឬក្តាមខណៈពេលដែលក្មេងប្រុសរបស់យើងកំពុងរំខានយឺបបើកទ្វារដោយកាន់កាបូបមួយនៅក្នុងដៃដោយប្រាប់គាត់ថាគាត់បានយកដង្កូវនាងមកតាមការស្នើសុំ Soryong ទទួលបានធ្វើការហើយចាប់ផ្ដើមចម្អិនអាហារខណៈដែល Lady Heng និង Yip មើលដោយស្ងៀមស្ងាត់គាត់បានយកដង្កូវនាងមកស្ងោរទឹកក្តៅរួចឆាស្រាលក្នុងខ្ទះក្តៅ Soryong បានរៀបចំម្ហូបដ៏ឆ្ងាញ់មួយដាក់លើ
ទដោយស្នាមញឹមគាត់បានសុំឲ្យអ្នករាល់គ្នាសាកល្បងដង្កូវសម្លឹងមើលម្ហូបដោយទឹកមុខមើលងាយដោយឆ្ងល់ក្នុងភាពភ័យរន្ធត់ថាតើគាត់ពិតជាសុំឲ្យពួកគេបរិភោគរបស់នេះមែន Soriwong ងក់ក្បាលដោយសន្យាថាវាមានរសជាតិឆ្ងាញ់ណាស់ពួកគេបានសម្រេចចិត្តជឿជាក់លើ Soriwong ហើយមនុស្សដំបូងដែរសាកល្បងម្ហូប Soryanggongs គឺជាព្រះចៅអធិរាជសុំទាន Lady Huang និងញោកនៅស្ងៀមមិនដឹងថាត្រូវធ្វើអ្វីដោយគ្មានខ្ជិះខ្ជីពេលវេលា Lady Huang បានចាប់ដង្កូវនាងមួយក្បាលហើយដាក់វានៅក្នុងមាត់របស់នាងរសជាតិបានធ្វើឲ្យពួកគេចាប់អារម្មណ៍ទាំងនាងនិងអធិរាជមានការភ្ញាក់ផ្អើលវាឆ្ងាញ់ពួកគេមិនយល់ថាហេតុអ្វីបានជាសត្វល្អិតអាចមានរសជាតិឆ្ងាញ់យ៉ាងនេះពេលឃើញបែបនេះភ្នែករបស់ Soryanggongs ចាប់ផ្ដើមភ្លឺដោយអំណរពិតណាស់វាឆ្ងាញ់ណាស់រហូតដល់គេស្គាល់ថា Goy គឺជាដង្កូវដែលឆ្ងាញ់នៅក្នុងជាមួយនឹងការបង្ហាញការចង់ដឹងចង់ឃើញអធិរាជខាបានសារភាពថាវាមានរសជាតិឆ្ងាញ់ប៉ុន្តែបានសួរថាតើគាត់មានគម្រោងធ្វើឃាតចែងទៅសងដោយរបៀបណាក្មេងប្រុសរបស់យើងបានបត់ដៃបន្ទាប់មកបង្ហាញម្រាមដៃនិងស្នាមញញឹមប្រកបដោយទំនុកចិត្តគាត់បានរំលឹកពួកគេអំពីរបៀបដែលវាត្រូវបានលើកឡើងតែយិនយងមានប្រតិកម្មនៅពេលញ៉ាំអាហារដូចជាក្តាមនិងបង្គាគាត់បានពន្យល់ថាអ្វីដែលគ្មានគ្រោះថ្នាក់ដល់មនុស្សម្នាក់អាចជាថ្នាំពុលដល់មនុស្សម្នាក់ទៀតដូចជាក្តាមឬបង្គាដង្កូវនាងទាំងនេះក៏មានគ្រឿងផ្សំដែលមានជាថ្នាំពុលដល់គាត់ Lady Huang ដឹងថាសារធាតុនេះស្រដៀងទៅនឹងរបៀបដែល Lady Yong ងាយប្រតិកម្មទៅនឹងពីស្ឃ្មុំសូយ៉ុងបានពន្យល់ថាប្រសិនបើគេកិនវាឲ្យម៉ត់ហើយលីវាជាមួយអាហារផ្សេងទៀតវានឹងបន្ថែមរសជាតិឆ្ងាញ់តែប៉ុណ្ណោះហើយមានមិនគួរមានហេតុផលសង្ស័យថាមានឃាតកម្មដោយសារការពុលនោះទេដោយស្នាមញញឹមអធិរាជបានចាប់ផ្ដើមត្រដុសពុកចង្ការរបស់គាត់ដោយដឹងថានេះជាអ្វីដែល Soriwong មានន័យដោយសម្រាប់គាត់តាមរបៀបដ៏ឈ្ងុយឆ្ងាញ់ Soriwong បានចាប់ផ្ដើមសញ្ជឹងគិតហើយបានលើកឡើងថាពួកគេបន្ថែមសារធាតុអ្វីកាន់តែច្រើនឥទ្ធិពលនឹងកាន់តែប្រាកដដូច្នេះពួកគេនឹងបន្ថែមបរិមាណដ៏ច្រើនបញ្ហាកំពុងសម្រេចចិត្តដាក់អាហារនេះចូលក្នុងអ្វីគ្មាននរណាលើកដៃឡើងទេហើយដោយសម្លេងស្ងប់ស្ងាត់គាត់បានលើកឡើងថានាងមានគំនិតល្អ Soriwong ចាប់ផ្ដើមឆ្ងល់ថាតើនាងមានគំនិតអ្វីក្នុងចិត្តនាងបានលូកដៃចេញហើយស្នើដាក់ Rio Taejen ដូចដែលពួកគេតែងតែស៊ីវានៅឯផ្ទះល្បែងស៊ីសងពេលឮបែបនេះ Soriwong មានអារម្មណ៍ច្របូកច្របល់បន្តិចដោយសម្លេងធ្ងន់ធ្ងរនាងបានពន្យល់ថា Rio Taejen ត្រូវបានផលិតឡើងពីអង្ករដំណើបជាមួយនឹងសណ្តែកក្រហមនៅខាងក្នុងពេលខ្លះផ្នែកខាងក្រៅរបស់វាគឺគ្រប់ដណ្ដប់ដោយទឹកស៊ីរ៉ូហើយបន្ទាប់មកជាមួយម្សៅសណ្តែកសៀងប្រសិនបើពួកគេលាយម្សៅដង្កូវនាងនេះជាមួយម្សៅសណ្តែកសៀងហើយលាបវានឹងល្អឥតខ្ចោះគំនិតមួយបានចូលមកក្នុងគំនិតរបស់ Soriwong គ្រប់ដណ្ដប់ដោយទឹកស៊ីរ៉ូស្អិតនេះជាម្ហូបដ៏ល្អឥតខ្ចោះសម្រាប់ស្លាប់ដោយសារការថប់ដង្ហើមវាល្អឥតខ្ចោះសម្រាប់ការធ្វើឃាតក្តាប់កណ្ដាប់ដៃយ៉ាងណែននាងបានសុំឲ្យសូយ៉ុងអនុញ្ញាតឲ្យនាងធ្វើរ៉ាយតុនលុះត្រាតែនាងធ្វើវាដោយដៃរបស់នាងផ្ទាល់នាងនឹងមានអារម្មណ៍ថានាងត្រូវបានរំដោះពីការអាក់អន់ចិត្តនេះដោយដាច់ពុកចង្ការរបស់គាត់អធិរាជមុខក្បាលគាត់បានយល់ព្រមថាការសង្សឹកគួរតែមកពីដៃរបស់នាងផ្ទាល់អាហារចុងក្រោយរបស់គាត់គឺម្ហូប Rio Taejen គ្រប់ដណ្ដប់ដោយម្សៅសត្វល្អិតគឺជាទីបញ្ចប់ដ៏សមរម្យសម្រាប់សម្រាមដូចជាគាត់ក្មេងប្រុសរបស់យើងបានសម្រេចចិត្តសួរម្ចាស់ផ្ទះល្បែងឲ្យអនុញ្ញាតឲ្យនាងធ្វើម្ហូបមួយថ្ងៃដោយក្រសែភ្នែកព្រួយបារម្ភលោកស្រីហួងបានស្នើថាគ្រាន់តែក្នុងករណីដែលពួកគេគួរតែចូលរួមក្នុងការលេងល្បែងដើម្បីឃុំគាត់នៅទីនោះនិងការពារគាត់ពីការស្នាមញញឹមមួយបានលេចឡើងនៅលើមុខរបស់ Soryanggongs ហើយភ្នែករបស់គាត់ចាប់ផ្ដើមភ្លឺដោយអំពើអាក្រក់ផែនការនេះគឺកាន់តែល្អឥតខ្ចោះផែនការដែលគាត់មិនអាចគេចផុតពីជីវិតបានប៉ុន្មានថ្ងៃក្រោយមក Jin De Shongkanកាបូបពេញដោយកាក់ក្បែរអង្គរៈរបស់ដោយគោរពស្វាគមន៍គាត់ដោយទឹកមុខក្រអឺតក្រទុំយ៉ែងដេសុងបដិសេធការស្វាគមន៍ហើយទាមទារស្រានិងស្រីនៅទៅធម្មតារបស់គាត់ពេលនោះម្ចាស់ហាងកាន់កាប់ដោយភ្ញៀវពិសេសយ៉ែងដេសុងមានអារម្មណ៍ច្របូកច្របល់បន្តិចហើយនៅពេលដែលគាត់ចូលទៅក្នុងកន្លែងនោះភ្នែករបស់គាត់ក៏បើកធំក្នុងភ្ញាក់ផ្អើលនៅទៅដែលយ៉ែងដេសុងធ្លាប់អង្គុយ Soryong និង Lady Huang កំពុងលេងល្បែងយ៉ែងដេសុង Gongs ការយកចិត្តទុកដាក់ត្រូវបានជួសជុលទៅលើ Lady Huang ដ៏ស្រស់ស្អាតដែលគាត់បានទទួលស្គាល់ថាជា Teng Huang ដែលជាផ្កាពោរបស់ Sichuan ត្រកូល Teng Jang Daesong បានចូលមកជិតហើយដោយស្នាមញញឹមបានស្វាគមន៍ Huang ដោយការគោរពដោយលើកឡើងថាគាត់មិនរំពឹងថានឹងឃើញនៅទីនេះដោយក្រសែភ្នែកច្របូកច្របល់ Huang សួរថាតើនរណាជាគាត់ដោយទឹកមុខភ័យ Jin Daesong បានណែនាំខ្លួនគាត់ជាកូនប្រុសទី3នៃមហាវិមានសុកដុំរមនាដោយរំលឹកនាងថាគាត់បានមកលេងនាងកាលពីពេលមុនហើយសួរថានាងមិនចាំទេ Soriwong បានរំខានការជែកពីព្រោះគាត់បានឈ្នះការភ្នាល់បង្ហាញទឹកមុខជឿជាក់គាត់បានសួរថានារីហ៊ុយគិតយ៉ាងណាចំពោះជំនាញរបស់គាត់ខណៈពេលដែលភ្នែករបស់ហៃយីងកុនកំពុងតែភ្លឺដោយការកោតសរសើរនាងបានសារភាពថាសូយ៉ុងអស្ចារ្យមិនគួរឲ្យជឿជីនដៃសុងចាប់ផ្ដើមមានការភ័ន្តច្រឡំហើយសួរអង្គរៈរបស់គាត់ថាសូយ៉ុងជានរណាអង្គរៈរបស់គាត់បានឆ្លើយតបថាគាត់បានឮថាផ្កាពោលមានគូដណ្ដឹងហើយសន្មតថាជាគាត់សូយ៉ុងចាប់ផ្ដើមញញឹមហើយជីនជេចុងភ័យស្លន់ស្លោគាត់មិនអាចជឿវាបានទេគាត់ឆ្ងល់ថាតើមនុស្សខ្សោយមើលទៅនោះអាចមានស្ត្រីដ៏ស្រស់ស្អាតបែបនេះបានដោយរបៀបណានៅក្បែរគាត់ពេលដែលសំបីតែគាត់មិនបានគ្រប់គ្រងវាទេភ្នែករបស់គាត់ចាប់ផ្ដើមភ្លឺដោយកំហឹងគាត់នឹកឃើញស្ត្រីនោះមកពីបទចម្រៀងត្រកូលពីប៉ុន្មានឆ្នាំមុនយោងតាមគាត់នាងមិនអាក្រក់តតែសោះមាត់របស់គាត់ស្រក់ទឹកមាត់ពេលនឹកឃើញបើនាងបើគាត់មិនតស៊ូខ្លាំងពេកគាត់ក៏មិនសម្លាប់នាងដោយចៃដន្យដែរវាជារឿងគួរឲ្យអាណិតដែលបងស្រីរបស់នាងមិននៅ
ទីនោះដោយដែលពួកគេបាននិយាយថានាងកាន់តែស្រស់ស្អាតពេលនោះគាត់បានចូលទៅទោសហើយ Sorry Wong និង Huang Gongs ការចាប់អារម្មណ៍បានផ្ដោតលើគាត់ជៀនដោងអង្គុយទល់មុខពួកគេលាតដៃរបស់គាត់ហើយប្រកាសថាវាជាកិត្តិយសដែលបានជួបគូដណ្ដឹងផ្កាពីសួរថាចង់លេងល្បែងជាមួយគេសូរិយាមិនបដិសេធទេញឹមចែកនៅទូទាំងយៀនដង Gongs ប្រឈមមុខនឹងករណីអ្វីក៏ដោយនេះគឺជាឱកាសដ៏ល្អដែលគាត់នឹងកំទេចគាត់ទាំងស្រុងចំអកគាត់នៅចំពោះមុខអ្នករាល់គ្នាមួយសន្ទុះក្រោយមកយៀនដង Gongs បង្ហាញចិត្តក្រអឺតក្រទុំនិងមានទំនុកចិត្តបានបាត់ដោយទុកឲ្យគាត់ភ្ញាក់ផ្អើលទាំងស្រុងសូយងបានឈ្នះម្ដងទៀតហើយលោកជំទាវហួងចាប់ផ្ដើមលើកទឹកចិត្តគាត់ជីនដងមិនអាចជួយបានក្រៅពីមានអារម្មណ៍ច្របូកច្របល់បន្តិចដោយមិនដឹងថាមានអ្វីកើតឡើងយោងទៅតាមគាត់រឿងនេះគួរឲ្យអស់សំណើចសូយងបានចាប់យកកាបូបលុយកាក់ហើយអ្វីដែលជីនដងអាចធ្វើបានគឺសម្លឹងមើលគាត់បានចាញ់ឥតឈប់ឈរអស់រយៈពេល1ម៉ោងហើយមានបានបាត់បង់ពាក់កណ្ដាលនៃប្រាក់របស់គាត់រួចទៅហើយ Sorry Wong បានចាប់យកកាបូបកាក់ហើយដោយស្នាមញឹមបាននិយាយថាវាកាន់តែយឺតហើយគាត់ត្រូវតែទៅ Sorry Wong និងអ្នកផ្សេងទៀតបានចាក់ចេញពី Furious Jin Dyong ក្តាប់ថ្មិញនិងកណ្ដាប់ដៃយ៉ាងតឹងសាប់អត់ពីការអាម៉ាស់យ៉ាងខ្លាំងដែលតំណាងឲ្យរឿងនេះគាត់ដកដង្ហើមធំហើយព្យាយាមធ្វើឲ្យស្ងប់ដោយគិតថាវាគ្រាន់បន្ទាប់មកគាត់បានប្រាប់អ្នកបម្រើឲ្យយកអ្វីមកឲ្យគាត់ញ៉ាំព្រោះគាត់ឃ្លានបន្តិចបន្ទាប់ពីភាពតានតឹងទាំងអស់នោះការចាប់អារម្មណ៍របស់គាត់គឺចាប់បានដោយបុរសមួយចំនួនដែលកំពុងញ៉ាំអាហារម្នាក់ក្នុងចំណោមពួកគេបានលើកឡើងថាអាហារអ្នកដែលលក់នៅផ្សារជាមួយនឹងក្រសែភ្នែកចង់ដឹងចង់ឃើញគាត់បានងាកទៅរកអ្នកបម្រើហើយសួរថាតើវាពិតជាបែបនោះមែនឬឆ្ងាញ់ជាមួយនឹងស្នាមញឹមអ្នកបម្រើបានលើកឡើងថាថ្ងៃនេះគឺពិតជាឆ្ងាញ់ពិសេសហើយបានសួរថាតើកូនប្រុសចៅវាយចង់សាកល្បងដែរឬទេអ្នកបម្រើបានយកកំហុសនោះមកហើយជីនដេសុងក៏សម្រេចចិត្តសាកបន្តិចចាប់យកមួយដុំគាត់ខំមួយម៉ាត់ពិតជាឆ្ងាញ់មែនគាត់ក៏សម្គាល់ថាកាន់តែទំពាវាកាន់តែស្រួយហើយកាន់តែឆ្ងាញ់វាមានអារម្មណ៍មិនយូរប៉ុន្មានបន្ទាប់ពីមុខរបស់ជីនដេសុងស្រាប់តែប្រែប្រួលដោយការឈឺចាប់ដែលបណ្ដាលឲ្យគាត់ដួលពីកៅអីរបស់គាត់ទៅដីគាត់បានដាក់ដៃលើកញ្ចឹងរបស់គាត់មានអារម្មណ៍ថាមានអារម្មណ៍ដែលធ្លាប់ស្គាល់កាយសំឡេងរំខាន Sorry Wong នឹងអ្នកផ្សេងទៀតបានចាប់ផ្ដើមរត់មករកគាត់មានការព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងអង្គរៈបានបង្ហាញថាយុវជនបានដួលរលំបន្ទាប់ពីបរិភោគរួចរីយ៉ូតិនសូយងបានសុំឲ្យអង្គរៈឈោមួយឡែកមួយផ្លែតដើម្បីចូលរួមជាមួយគាត់ព្រួយបារម្ភអង្គរៈបានសួរចិនដៃសុងឲ្យព្យួរមួយរយៈដោយមានពុះមាត់និងភ្នែកពេញដោយទឹកភ្នែកចិនដៃសុងបានចាប់សូយងដោយអោបដោយសុំជំនួយប៉ុន្តែមិនយូរប៉ុន្មានភ្នែករបស់គាត់បើកធំនៅក្នុងភ្ញាក់ផ្អើលខណៈដែលក្លិនដ៏អាក្រក់បានសាយភីចេញពីខ្លួនរបស់សូយង Gongs គាត់ចាប់ផ្ដើមសម្លឹងមើលយិនដេសងហើយសួរគាត់ថាតើគាត់បានរីករាយនឹង Veo Taken ដែរឬទេដោយទឹកមុខត្រជាក់គាត់បានប្រាប់គាត់ថាចំពោះឧក្រិដ្ឋកម្មដែលគាត់បានប្រព្រឹត្តនៅសងភូមិរបស់ Clan គាត់សង្ឃឹមថាគាត់នឹងសោកស្ដាយវាជារៀងរហូតសូម្បីតែនៅក្នុងជីវិតបន្ទាប់ Jen Desong ខឹងសម្បាក៏ចាប់ Sorry Wong ដោយក្អៅមិនដឹងថាមនុស្សថោកទាបនេះដឹងរឿងនោះដោយរបៀបណាសូរងបានរុញដៃរបស់ជីនគាត់ហាក់ដូចជាកំពុងរងទុក្ខយ៉ាងខ្លាំងជីន Desong ចាប់ផ្ដើមស្រែកដោយការឈឺចាប់ហើយ Sorry Wong បានលើកឡើងថាប្រសិនបើអ្នកជំងឺតស៊ូខ្លាំងពេកគាត់នឹងមិនអាចបញ្ជូនធម្មពលខាងក្នុងរបស់គាត់បានទេហើយបានសុំឲ្យអ្នកផ្សេងទៀតសង្កត់គាត់ចុះមនុស្សគ្រប់គ្នាប្រញាប់ប្រញាល់ទៅជួយហើយចាប់ផ្ដើមចាប់យិនដេសងដែលចាប់ផ្ដើមថប់ដង្ហើមយឺតរសជាតិដ៏ឈ្ងុយឆ្ងាញ់នោះបានបន្សល់ទុកនៅក្នុងមាត់របស់គាត់បានក្លាយជាការចងចាំចុងក្រោយរបស់គាត់នៅក្នុងជីវិតនៅថ្ងៃបន្ទាប់ញ៉ុកបរោះចំណាស់បានអង្ក្បាលនៅចំពោះមុខពួកគេហើយសុំឲ្យពួកគេមើលថែខ្នាករបស់ពួកគេឲ្យបានល្អព្រោះគាត់មិនអាចស្រមៃបានថាតើតូចប៉ុណ្ណាទៅដែលកូនតូចនោះត្រូវបានគេធ្វើបាប Sorry Wong បានធានាដល់ពួកគេថាឥឡូវនាងជាផ្នែកមួយនៃត្រកូលថេងដូច្នេះពួកគេមិនគួរព្រួយបារម្ភខណៈពេលខ្យល់បក់នាកចាប់ផ្ដើមដើរទៅកាន់ភ្នោមួយដោយស្ងៀមស្ងាត់ការចាប់អារម្មណ៍របស់ Sorry Wong ត្រូវបានផ្ដោតទៅលើនាងបានចាក់ចេញពីគាត់ដោយចង់ដឹងចង់ឃើញខ្លះមុនពេលត្រឡប់ទៅកាន់ត្រកូលថេងពួកគេបានទៅលេងភូមិរបស់សងក្លានជាសំណាងល្អករណីរបស់ Jin Dae Song ត្រូវបានដោះស្រាយដោយគ្មានដានជាធម្មតានិងមានការស៊ើបអង្កេតទៅលើការពុលដែលអាចកើតមានប៉ុន្តែដោយសារតែគាត់ជាកូនប្រុសដែលត្រូវបានបដិសេធដោយគ្រួសាររបស់គាត់ហាក់ដូចជាពួកគេបានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីរក្សាបញ្ហានេះមិនឲ្យផ្សព្វផ្សាយជាសាធារណៈទឹកភ្នែកចាប់ផ្ដើមហូរពេញភ្នែករបស់នាងបានដាក់ដៃរបស់នាងនៅលើភ្នូររបស់ប្អូនស្រីរបស់នាងហើយមិនអាចជួយប៉ុន្តែយំឆ្ងល់ថាតើនាងបានចំណាយពេលយូរពេកហើយឬនៅជន់លិចដោយកំហុសនាងបានទូនសោកដែលមិនបានត្រឡប់មកផ្ទះវិញមុននេះនៅថ្ងៃនោះធ្វើម្ដងហើយម្ដងទៀតថានាងសុំទោស Sorry Wong មិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចហើយគាត់ដឹងថាសំបីតែសត្វកណ្ដូបក៏កំពុងយំភ្នែករបស់ Lady Huang Gang ពោពេញទៅដោយភាពសោកសៅនាងនឹកឃើញថាកញ្ញាបានប្រាប់នាងតែបទចម្រៀងរបស់សត្វចង្រិតបានរំលឹកនាងពីសម្លេងប្អូនស្រីរបស់នាងស្រីរងឆ្ងល់ថាតើនាងតូចប្រហែលជាកំពុងនិយាយអ្វីមកកាន់នាងនៅពេលនោះខណៈពេលដែលព្រះអាទិត្យកំពុងអស្តង្គតហើយសត្វចង្រិតកំពុងយំអ្វីតែមួយគត់ដែលនិយាយអាចធ្វើបានគឺមានអារម្មណ៍ថាមានកំហុសដែលមិនបានទៅដល់ផ្ទះឲ្យបានឆាប់ព្រះអាទិត្យកំពុងលិចនៅតាមច្រកលៀមនៃរដ្ឋធានីស៊ីឈួនមិនមែននៅឆ្ងាយបរិះម្នាក់ពាក់មួកកំពុងស៊ីវាគឺជាអធិរាជដែលកំពុងរីករាយនឹងម្ហូបដែលរៀបចំដោយ Sorry Wong មិនអាចជួយបានទេតែញឹមព្រោះធ្វើត្បិតតែវាហាក់ដូចជាមិនសប្បាយចិត្តក៏ពិតមែនតែវាពិតជាឆ្ងាញ់និងឈ្ងុយឆ្ងាញ់មែនសម្រាប់គាត់ផែនការសងសឹកដ៏ឈ្ងុយឆ្ងាញ់របស់ Sorry Wong បញ្ជាក់ថាក្មេងប្រុសរបស់យើងគឺជាមនុស្សគួរឲ្យចាប់អារម្មណ៍ពិតប្រាកដមនុស្សពីរនាក់គឺសង្កេតមើលអធិរាជយ៉ាងស្ងៀមស្ងាត់ដោយកត់សម្គាល់រឿងនេះការបង្ហាញរបស់គាត់ប្រែជាធ្ងន់ធ្ងរក្តាប់កណ្ដាប់ដៃរបស់គាត់បានទាមទារ
ថាពួកគេចេញមកដោយប្រកាសថាតែចោតទេដែលនឹងលាក់មានអារម្មណ៍ច្របូកច្របល់បន្តិចដោយមិនខ្ជិះខ្ជីពេលវេលាទៀតទេពួកគេបានចេញពីកន្លែងលាក់ខ្លួនហើយចុះពីក្រោយអ្នកសុំទានអធិរាជបរោះនោះបានទទួលស្គាល់ថាដូចដែលបានរំពឹងទុកការយល់ឃើញរបស់អធិរាជនៅតែមានភាពមុតស្រួចមិនគួរឲ្យជឿហើយបានសួរគាត់ថាតើគាត់ជានរណាក្នុងចំណោមមនុស្សទាំងអស់ដែលកំពុងធ្វើនៅកន្លែងនេះបរោះនោះគឺជាអធិរាជទាំង5នាក់ចោលដោយទេវភាពខំJeho និងក្មេងស្រីនោះគឺជាសិស្សរបស់គាត់ Cho Yong Ren ដោយឆ្លងកាត់ដៃរបស់គាត់ Kang Jeho មានអារម្មណ៍អាក់អន់ចិត្តចំពោះពាក្យថាចោលគាត់បានស្ដីបន្ទោសគាត់ដោយនិយាយថាបន្ទាប់ពីមិនបានជួបគ្នាយូរមកហើយនេះគឺជាវិធីនៃការស្វាគមន៍របស់គាត់ទៅ Beggar អធិរាជមានអារម្មណ៍ច្របូកច្របល់បន្តិចឆ្ងល់ថាតើគាត់គួរនិយាយ Kang Je បានណែនាំថាចោលដោយទេវភាពស្ដាប់ទៅប្រសើរជាងក្រៅពីនេះគាត់បានរំលឹកគាត់ថាសិស្សរបស់គាត់គឺមានវត្តមានហើយសូមឲ្យគាត់បង្ហាញសេចក្តីថ្លៃថ្នូរបន្តិច Yong Ren បានស្វាគមន៍អធិរាជដោយការគោរពដោយបន្សល់ទុកគាត់បន្តិចយកច្រឡំសម្រាប់គាត់ដែលដោះស្រាយជាមួយមនុស្សតិរច្ឆាននោះតែម្នាក់ឯងគឺគ្រប់គ្រាន់ហើយនៃការជឿក្បាលសិស្សក៏បានតែប្រាប់ពីបញ្ហាកាន់តែច្រើនទៅថ្ងៃអនាគតដោយទឹកចិត្តចង់សួរព្រះចៅអធិរាជសួរតើអ្វីដែលនាំពួកគេទៅកាន់ខេត្តសេជុនដោយមានស្នាមញញឹមខំជាហូបានពន្យល់ថាគាត់មានអ្វីមួយចង់សួរគាត់កំពុងសម្លឹងមើលមនុស្សដែលមានចំណេះដឹងច្រើនបំផុតអំពីដង្កូវនាងនៅតំបន់វាលទំនាបកណ្ដាលទាំងអស់ដោយចង្អុលទៅកដៃរបស់គាត់